ស្រុកអង្គិវត្តបានរីកធំធាត់ជនបទត្បូងឃ្មុំអាណាជនបទត្បូងឃ្មុំមានវិសាលភាព15មួយឃុំភូមិចំណោះរួម238នៅពេលយើងធ្វើដំណើរបានចម្ងាយប្រមាណជាង100គីឡូម៉ែត្រនោះយើងនឹងបានមកដល់កន្លែងដែលបងប្អូនអ្នកស្រុកនៅតំបន់នេះនាំគ្នាយកភោគផលរបស់ខ្លួនគឺផ្លែទៀបមកដាក់រៀបចំលក់នៅតាមសងខាងប្របនឹងចិញ្ចើមផ្លូវមានជាច្រើនកន្លែងគ្រាន់តែបានឃើញភោគផលផ្លែទៀបដាក់លក់ត្រៀបត្រាបង្ហាញជូនលោកអ្នកនេះយើងជឿជាក់លោកអ្នកមួយចំនួនប្រកាសជាបានដឹងភ្លាមថាតំបន់នេះគឺស្ថិតនៅភូមិទួលសម្បូរទួលទ្រាក្នុងឃុំជប់ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំយ៉ាងប្រកបជាការពិតដោយអ្វីដែលលោកអ្នកដឹងពិតមែនព្រោះថាឲ្យតែដល់រដូវកាលនេះបងប្អូនអ្នកភូមិតែងនាំគ្នាបេះប្រមូលផលផ្លែទៀបពីចំការមកដាក់លក់នៅទីនេះក៏ដូចជាចែកចាយទៅកាន់ទីផ្សារនៃតំបន់ផ្សេងៗទៀតផងដែរអ្វីដែលធ្វើឲ្យអតិថិជនមានការចាប់អារម្មណ៍ចំពោះផ្លែទៀបនៅភូមិទួលទ្រាទួលសម្បូរនេះមូលហេតុដោយសារគុណភាពនៃផ្លែទៀបផ្អែមស្វិតល្អម្ល៉េះហើយទើបពេលគេបានធ្វើដំណើរឆ្លងកាត់ទីនេះគេមិនសូវនឹងរំលងមិនចូលភ្លក់ក៏ដូចជាជាវផ្លែទៀបនេះផ្ញើជូនក្រុមគ្រួសារញាតិមិត្តនោះឡើយហើយគេបានដាក់នាមឲ្យថាទៀបទួលទ្រាទួលសម្បូរផ្អែមស្អិតឆ្ងាញ់មែន9ភូមិចាំបឹងព្រួលសកម្មមានភូមិ11អ្វីត្បិតតែលោកអ្នកបានឃើញផ្លែទៀបច្រើនមានដាក់លក់នៅទីនេះក៏ពិតមែនប៉ុន្តែចំការមិនស្ថិតនៅជិតនឹងភូមិនេះទេលោកឡូតស្រឿនអ្នកដាំផ្កាចំប៉ីបានឲ្យដឹងថាចំការទៀបគឺស្ថិតនៅឯក្រោយភូមិចម្ងាយប្រមាណជា5ទៅ6គីឡូម៉ែត្រឯណោះពីភូមិក្រោយពីបានដឹងព័ត៌មានពីទីកន្លែងចំការទៀបភ្លាមក្រុមការងារកម្មវិធីកសិកម្មរបស់ទូរទស្សន៍ BTV ក៏នាំគ្នារុះរាន់ប្រញាប់ប្រញាល់ឆ្ពោះទៅកាន់ឯទីចំការតាមការចង្អុលបង្ហាញពីលោកឡូតស្រឿនត្រឹមតែគុំជប់16ភូមិទន្លេបាត់រួមមានភូមិ15អាណាមានភូមិ15ជីរ៉ូទី1បន្ទាប់ពីធ្វើដំណើរបានបន្តិចចម្ងាយប្រមាណជាង2គីឡូម៉ែត្រយើងក៏បានមកដល់ភូមិអ្នកស្រុកដែលមានសង់ផ្ទះជាច្រើនខ្នងតំបន់នេះគេហៅថាភូមិថ្មីនៅជិតនៃតំបន់អ្នកភូមិរស់នៅយើងក៏ឃើញមានចំការកៅស៊ូជាច្រើនហិកតាបានដាំដុះមានដើមធំបង្គួររាប់ម៉ឺនដើមនៅក្នុងចំការកៅស៊ូនេះផងដែរគឺមានដំណាំសណ្តែកគេដាំនៅតាមចន្លោះនៃដើមកៅស៊ូកំពុងតែដុះលូតលាស់ហើយបច្ចុប្បន្នត្រូវបានបងប្អូនប្រជាកសិករកំពុងតែនាំគ្នាជំរះស្មៅមើលថែទាំដោយយកចិត្តទុកដាក់11ស្មោះសឯឃុំជីកោ19ភូមិប្រជាអាណា19ភូមិប្រជាដោយហេតុថាថ្ងៃនេះកម្មវិធីយើងមានគោលដៅគឺបង្ហាញជូនលោកអ្នកពីដំណាំទៀបដូច្នេះហើយទើបយើងធ្វើដំណើរឆ្លងកាត់តាមផ្លូវលំនៃចំការកៅស៊ូឆ្ពោះទៅកាន់ចំការទៀបជាបន្តដោយយោងទៅលើរដូវនេះជារដូវវស្សាហើយម្យ៉ាងទៀតតំបន់នេះជាតំបន់ដីក្រហមម្ល៉េះហើយធ្វើឲ្យយើងមានការលំបាកបន្តិចក្នុងការធ្វើដំណើរហើយមួយវិញទៀតផ្លូវនេះគឺគ្រាន់តែជាផ្លូវចូលចំការតែប៉ុណ្ណោះដំណើររបស់យើងបានមួយសន្ទុះបើគិតពីផ្លូវកន្លែងអ្នកភូមិលក់ផ្លែទៀបមកដល់ចំការមានចម្ងាយប្រមាណជា6គីឡូម៉ែត្រគ្រាន់តែយើងឈានជើងដល់ទីចំការភ្លាមធ្វើឲ្យយើងមានការចាប់អារម្មណ៍ចំពោះដំណាំទៀបដែលបងប្អូនប្រជាកសិករដាំដុះជាច្រើនដើមលើវិសាលភាពផ្ទៃដីធំបង្គួរមានផ្លែចាស់ខ្ចីគ្រប់ដើមក្រុមការងារយើងបានផ្តិតយករូបភាពពីដើមមួយទៅដើមមួយយ៉ាងជក់ចិត្តចំពោះទិន្នផលផ្លែទៀបដែលកំពុងតែហុចផលផ្ដល់ដល់អ្នកដាំដុះដែលខិតខំថែទាំអស់រយៈពេលជាច្រើនឆ្នាំរហូតបានដល់ថ្ងៃនេះជីរ៉ូទី1 9ភូមិចាំបឹងព្រួលសកម្មមានភូមិ11មកពេជ្រ15ឃុំក៏20កត់ឃុំល្ងាងពលរដ្ឋ9ភូមិស្ទួយអាណា
ឥឡូវដល់រដូវប្រមូលផលហើយកសិករអានអែមម្ចាស់ចំការដំណាំទៀបរួមនឹងភរិយាជូនស៊ីវ៉ុនបាននាំគ្នាដើរបេះប្រលេះមើលផ្លែណាដែលពេញចំណាស់និងប្រមូលផលបានដាក់ទុកគោចូលមួយអន្លើដើម្បីនាំទៅកាន់ទីផ្សារពេលដែលស្វាមីភរិយាកូនចៅកំពុងតែបេះផ្លែទៀបកសិករស៊ីវ៉ុនក៏ងាកមកគួសមជាមួយនឹងក្រុមការងារយើងយ៉ាងរាក់ទាក់ហើយបបួលយើងដើរបេះផ្លែទៀបចាស់ៗបន្តទៀតនៅក្នុងកន្ត្រកយើងឃើញផ្លែទៀបធំៗជាច្រើនផ្លែដែលពួកគេបានបេះដាក់ឆ្លៀតខណៈពេលនេះក្រុមការងារយើងក៏ធ្វើការសាកសួរបណ្ដាលពីការងារមួយចំនួនពាក់ព័ន្ធនឹងបទពិសោធន៍ដាំដុះដំណាំទៀបជាមួយកសិករអានអែមដែលមានជាលំដាប់លំដោយដូចតទៅសូមជម្រាបជូនថាកម្មវិធីកសិកម្មរបស់ទូរទស្សន៍ BTV ផ្សាយជូនលោកអ្នកនៅរៀងរាល់ថ្ងៃសៅរ៍វេលាម៉ោង 9:30 នាទីរហូតដល់ម៉ោង 10:30 នាទីយប់និងផ្សាយជូនលោកអ្នកឡើងវិញនៅថ្ងៃអាទិត្យវេលាម៉ោង 6 រហូតដល់ម៉ោង 7 ព្រឹកសូមលោកស្រីអ្នកនាងកញ្ញាតាមដានទស្សនាជាបន្តបន្ទាប់ដូចតទៅកម្មវិធីកសិកម្មរបស់ទូរទស្សន៍ BTV ឧបត្ថម្ភឡើងដោយធុងទឹក H2O ឥឡូវនេះធុងទឹក H2O បានផលិតនៅធុងទឹកប្រភេទថ្មីដែលមានចំណុះរហូតដល់ 20,000 លីត្រជាជំនួយសម្រាប់ជួយដល់ក្រុមហ៊ុនធំៗរោងចក្រសហគ្រាសជាពិសេសមូលដ្ឋានកងទ័ពអាចប្រើប្រាស់បានគ្រប់កលៈទេសៈហើយអាចស្តុកទឹកបានក្នុងការបង្ការគ្រោះអគ្គិភ័យដែលអាចកើតមានជាយថាហេតុថែមទៀតផងធុងទឹក H2O មានជ័រជាប់ស្វិតមិនកាន់ស្លាយឬក៏ស្រាយធានារយៈពេល15ឆ្នាំមានច្រើនពណ៌ច្រើនខ្នាតស្របតាមតម្រូវការរបស់អតិថិជនប្រព័ន្ធទូរស័ព្ទ012 999 996ធំណាស់បាទធំល្អពេញទំហឹងណាស់ហ្នឹងអាហ្នឹងនៅធំនឹងទៀតមានអាលឿនហ្នឹងទៀតបាទលឿននឹងទៀតអញ្ចឹងឥឡូវហ្នឹងលោកអ្នកកំពុងតែទស្សនាទស្សនភាពចំការទៀបហើយចការទៀបអូនឯងហ្នឹងធំដល់ហើយប៉ុន្មានហិកតាអូន2ដាក់កូនប្រហែលអូន2ហិកតាហ្នឹងបាទមហិកតាជាទូទៅដាក់900កូនជាងបន្តិចហ្នឹងសម្រាប់3ម៉ែត្រកន្លះអូបាទ3ម៉ែត្រកន្លះណាបាទចារួយដល់ពេលបឺងសរុប2ហិកតាវាចូលថា2000កូនទៅចុះស្ទើរតិចតួចណាបាទហ្នឹងហើយពេលនេះយើងឃើញមានទៀបចាស់ទៀបខ្ចីច្រើនណាស់មែនទេបាទចាអញ្ចឹងសូមលោកអ្នកនាងតាមដានទស្សនាហើយអែមឥឡូវយើងចាប់ដើមប្រមូលផលបដាយើងទៅចែកពិភាក្សាគ្នាបន្តទៀតទៅណាអែមនេះតើអូននេះចេញខាងនេះទេខាងនេះអូននេះខាងនោះបងឃើញមានសម្រាប់ហ្នឹងហើយគេលោតាក់ជើងហ្នឹងហើយមើលមានផ្លែអីអាចប្រមូលផលបានខ្លះហ៎អានេះបាននៅអូនបានហ្នឹងអូបានបេះទៅអូនដល់បងគេស្រីហើយយើងគេថានៅខាងនោះចាស់ច្រើនយើងចុះទៅខាងក្រោមបន្តទៀតទៅព្រោះថាទៀបរបស់យើងនេះវារាប់ពាន់ដើមទៅហើយមែនទេអូនបាទនេះយើងទៅដល់ដើមដៃឬក៏មិនអូនដើមដៃបេះប្រមូលផល3ដងហើយអាលើកទី1ច្រើនទេលើកទី1ហ្នឹងបាន4ឡើងស្នោ4ឡើងស្នោអូតិចដែរណា4ដល់ពេលលើកទី2ទី3បានអាចបានច្រើនបាន6ហើយលើកទី3បេះសាមញ្ញបាន8អូបេះរាល់ថ្ងៃអូនបេះខានមួយថ្ងៃបេះខានមួយថ្ងៃហ៎បាទហើយបងឃើញនេះទៀបរបស់យើងនេះអាខ្លះដើមវាស្លឹករៀងក្រហមអាខ្លះដើមវានេះស្លឹកខៀវល្អមែនអូននេះអាហ្នឹងតែកណាដើមវារៀងអន់ផ្លែច្រើនគឺវាក្រហមស្លឹកបាទបើអត់មានពងឡើងចេះតែផ្លែច្រើនគឺក្រហមស្លឹកហើយកណាវាមានពងអញ្ចឹងវាជួយចំដើមអញ្ចឹងតែកណាអត់មានពងគឺដើមហ្នឹងដូចវាអត់មានបន្តដុះមកទៀតអញ្ចឹងវាធ្វើឲ្យផ្លែហ្នឹងវាបឺតយកជីជាតិទៅវាអត់មានអីសម្រាប់ទទួលដូចថាវាមានកពូលថ្មីសម្រាប់ទទួលយកទឹកភ្លៀងទទួលយកអីចឹងចាហើយដល់វាអត់មានវាធ្វើឲ្យដើមហ្នឹងខ្សោយអូណាទៀបអីពណ៌ខុសគេនោះវាគេហៅពណ៌លាក់បាទពណ៌លាក់ហ្នឹងវាស្វិតដូចគ្នាមកនេះមកចាពណ៌ស្វាយអត់បានទេហើយពណ៌ស្វាយបានអត់បានណាអូមិនតើបងណាមានចាស់អីអូនអូអានេះចាស់ណាយើងមានទៀបពណ៌លាក់ទៀតណាចកាយើងមានច្រើនទេអូនពូជអាហ្នឹងមានតែ2ដើមខាងហ្នឹងមួយនៅខាងក្រោមមួយទៀតចំពោះអាស្វាយនេះអ្នកដែលទិញគាត់ចូលចិត្តអាស្វាយឬមួយក៏ចូលចិត្តអាពណ៌សនេះអូនជាទូទៅគេចិត្តពណ៌សព្រោះអានេះគេមិនសូវនិយមដាំគេអត់សូវចិត្តរឿងសម្បុររបស់វាអូប៉ុន្តែក៏ប៉ិតវាផ្
ផ្អែមដូចគ្នាស្វិតដូចគ្នា ចុះកាលពេលដែលពូជអែមឯងយកមកដាំដឹងថាវាពណ៌ហ្នឹងអត់ អត់ដឹងអាហ្នឹងអត់ដឹងព្រោះទោះបីដឹងក៏យើងមិនអាចដាំដែរព្រោះគេអត់និយម យើង ប៉ុន្តែទទួលទានបានដូចគ្នា អូឲ្យជារសវាឆ្ងាញ់ដូចគ្នា បាទដូចគ្នាស្វិតដូចគ្នាទុំទៅ ទុំទៅស្វិតដូចគ្នាណា បាទបាទ ចាឲ្យលឺអវននិយាយមិញគេថាម៉េចអាហ្នឹងថ្នាំហ្មងហ៎ ថ្នាំអាហ្នឹងតែក៏ប៉ិនម៉ូវាคล้ายពីទៀបបាយមកអាទៀបបាយយើងហ្នឹងហូបមិនសូវផ្អែមដូចទៀបហ្នឹងទេប៉ុន្តែវាជួយឲ្យត្រជាក់ខ្លួន ចា ទៀបបាយប៉ុន្តែវាអត់ស្វិតទេវាផុយបាទ អញ្ចឹងទៀបហ្នឹងคล้ายពីទៀបបាយទេណា បាទ ចាប៉ុន្តែបងលឺចាស់ចាស់គេនិយាយចេះអែមគេថាទៀបបាយញ៉ាំទៅអត់សូវក្តៅខ្លួនហ៎មែនអត់ បាទ ប៉ុន្តែក៏វាអត់សូវផ្អែមដែរ អត់សូវផ្អែមទេ ទៀបស្វិតផ្អែមជាងហ៎ ផ្អែមជាងប៉ុន្តែដោយឡែកទៀបស្វិតនេះបើសិនតែយើងដាំដីខ្សាច់ដីខាងស្រុកស្រែវាคล้ายទៅជាទៀបបាយវិញដោយសារដីអាហ្នឹងបានតែដីក្រួសដីថ្មអញ្ចឹងគឺដីក្រហមគឺដាំទៅស្វិតប៉ុន្តែបើទៅលើដីខ្សាច់វាទៅជាទៀបបាយវិញវាคล้ายទៅវិញណា អូ វាคล้าย នេះអែមច្បាស់លាស់ហ្មងនេះក្នុងការដាំទៀបនេះដាំទៀបប្រហែលឆ្នាំហើយអែម អាហ្នឹងទៀបហ្នឹង6ឆ្នាំហើយ បាត់ពិសោធន៍ដាំ6ឆ្នាំ បាទ6ឆ្នាំដាំមកបាន6ឆ្នាំមកហើយប៉ុន្តែទៀបចាស់មុននៅឯចិត្តភូមិហ្នឹងគឺអាយុវាចង់20ឆ្នាំនោះ អូមានន័យអញ្ចេះអែមឯងដាំទៀបនៅក្នុងចំការនេះអាយុកាលរបស់វាគឺ6ឆ្នាំដែលបានកម្ពស់ប៉ុណ្ណឹងដែលលោកអ្នកបានឃើញមែនទេ បាទ ប៉ុន្តែចំពោះខ្លួនឯងដែលធ្លាប់ដាំទៀបហ្នឹងព្រោះថាអ្នកស្រុកភូមិហ្នឹងគឺថានិយមដាំទៀបហ្នឹងច្រើនហើយអញ្ចឹងគឺរាប់ឆ្នាំមកហើយគិតទៅប្រហែលជាជាង10ឆ្នាំហើយហ៎ មែនទេយូរហើយពីដូនពីតាមកមានតែតួត្រាហ្នឹងទេលំបីទៀបតួត្រាហ្នឹងគឺទៅភ្នំពេញគឺគេដឹកពីណាពីណីមកក៏ដាក់ហ្នឹងតួត្រាប៉ុន្តែដែលឡែកអាហ្នឹងវាជាង CG ដែរ ហ្នឹងហើយ ដល់ពេលយូរទៅដល់ពេលដាំបាន3ឆ្នាំអញ្ចឹងទៅគឺបានទទួលផលគឺវាងាប់អញ្ចឹងដាំដល់កំណត់ប៉ុនយើងដោយសារកែចបៃហ្នឹងវាសល់ពីបារាំងដល់អញ្ចឹងគួរនឹកឃើញដាក់ចបៃទៅអាយុវាវែងហើយទទួលអត់មានប្រទេសណាដាំកើតទេមានតែខ្មែរយើងហ្នឹងទេពីដើមឡើយមកគឺបានស្ដាប់ចាស់ៗគាត់និយាយប្រាប់តែអញ្ចឹងដល់អញ្ចឹងទៅគាត់ក៏បែរកំណត់ថាដាំទៀបកើតអញ្ចឹងមានចបៃអាចបៃហ្នឹងគឺដាំដាក់ព្រៃមកដល់ខែយើងគឺទៅជំរះស្មៅទៅរុញអាចចលែនចូលគល់ហ្នឹងទៅគឺប្រមូលផលវាមក អូ ដីវាខ្សោយនិយាយទៅដីដែលខ្សោយគឺដាំចបៃ អញ្ចឹងណា ដីវាខ្សោយជីជាតិបាទ អញ្ចឹងទៀបនេះត្រូវការជីជាតិខ្លាំង ជីជាតិខ្លាំងដីថ្មី អូល្អណាស់អីអែមពិតជាអែមមែនណាអែមដូចឈ្មោះអញ្ចឹងប៉ាកែអញ្ចឹងមិញហ្នឹងអែមឯងដឹងមិនហ៎ពេលបងមកដល់បងលឺអវនគ្រូសានឯងគេហៅអែមអើយឆាប់មកបេះទៀបឯងស្មានតែពួកម៉ាក់ដឹងអីប្តីប្រពន្ធគេទេហ៎ បាទ ហើយអញ្ចឹងនេះស្រួលម្យ៉ាងដែរណោះ បាទ តោះឥឡូវយើងវិភាគសារការងារបន្តទៀតទៅអញ្ចឹងដោយសារតែអូននិយាយពីរឿងដីដូច្នេះដំណាំទៀបដីដែលដាក់ទៅល្អហ្មងដីអី ដីដែលល្អគឺវានិយាយទៅដីថ្មីហើយមួយទៀតគឺដីដែលគេដាំដំណាំធំដូចជាស្វាយចន្ទីដូចជាកស៊ូអីចឹងទៅណា ចា ហ្នឹងហើយដល់ពេលគេរំលាយទៅគេដាំទៅល្អប៉ុន្តែដែលឡែកគឺដីដែលធ្វើដំណាំរិចរិលហើយដូចខាងលើនេះចឹងគឺវាអត់ល្អទេវាអត់សូវល្អទេហ្នឹងហើយបានមកក្រោមដីដែលធ្វើអីដីថ្មអញ្ចឹងគេដាំដំណាំតូចបង្កើតដូចជាសណ្ដែកសៀងសណ្ដែកដីគេដាំបង្កើតអញ្ចឹងដីហ្នឹងគឺវាចោលអញ្ចឹងដល់ពេលដាក់ដំណាំហ្នឹងទៅគឺវាត្រូវគ្នា ហ្នឹងហើយចំណុចហ្នឹងមួយបងចាប់បានហើយប៉ុន្តែបងចាប់អារម្មណ៍មួយទៀតដែលបងសួរថាប្រភេទដីអីហ្នឹងដោយសារតែបងចង់បានពាក្យនេះថាតើវាជាដីកដែងដីខ្សាច់ឬក៏ដីលបាយលាយខ្សាច់ឬក៏ដីប្រភេទដែលដីមិនដក់ទឹកអីអញ្ចឹងណាបងចង់មានន័យទេ ហ្នឹងដីទួល ដីទួលហ៎ ប្រភេទដីទួលបាទដីទួល ប៉ុន្តែអាចំណុចមួយដែលជាចំណុចកត់សម្គាល់អូនឯងថាបើយកទៅដាំដីស្រែទៀបស្វិតក៏ទៅជាទៀបបាយដែរនេះ បាយបាទ អញ្ចឹងបងប្អូនយើងដែលចង់ដាំទៀបគាត់យកពូជទៀបដែរណែអែមធ្វើពូជបណ្ដោះពូជទៀបនឹងឲ្យអាស្វិតហ្នឹងបាន500ដើមយកទៅដាំដីស្រែអញ្ចឹងដល់ពេលផ្លែចេញមកទៀបបាយមិនមែនអូនបន្លំគេទេតាមពិតទៀបស្វិតទេ ស្វិតផ្លែមួយឆ្នាំដំបូងស្វិតចាប់ដើមឆ្នាំទី3ហ្នឹងវាចាប់ដើមផ្លែ ចា ចាប់ដើមផ្លែទៅវាស្វិតប៉ុន្តែដល់ឆ្នាំទី2ទី3កន្លងមកក្រោយមកទៀតមកคลายទៅបាយមក អញ្ចឹងណាអញ្ចឹងយើងដើរបដានិយាយបដាទៀតបើសិនជាយើងនៅដល់កន្លែងហ្នឹងឈរចំអាកន្លែងបេះទៀបហើយអត់មានផ្លែ ហ្នឹងហើយលោកអ្នកថាអីដល់ផ្លែបេះឲ្យទាំងឡាំងរួយអត់ឃើញផ្លែផងរួយចេះតែថាទៅមកតែតាមពិតណាផ្លែហ្នឹងមុននេះ អត់មានសត្វបៀតបៀនអានេះវាសម្បល់ល្អ អូអាហ្នឹងអត់មានសត្វបៀតបៀនទេហ៎ បាទ ហើយបើយើងចង់យកអាទស្សនភាពផ្លែច្រើនហ្នឹងនៅលើអញ្ចឹងព្រោះយើងឈរទៅជា background យើងវិញណាលោកអ្នកមើលមិនឃើញបើលើសក្បាលយើងហើយហ្នឹង បាទបាទ ហ្នឹងហើយអញ្ចឹងយើងដើរទៀតតោះយើងទៅខាងមុខទៀតណាអូយអែមអានោះផ្លែសម្បាងអែមមកអូនណាអីអានេះដើមវាឡើងកតែណាអានេះបើសិនជាមនុស្សវិញគេនិយាយមិនគេថាតូចច្រឡឹងអេបងសង្កេតឃើញទៀបយើងនេះហាក់ដូចជាមានសត្វវាធ្វើຕົកសម្បាងហ្នឹងនេះ បាទអានោះដែលជាឆ្នាំជួនកាលទៅវាមកពីព្រៃយើងធ្វើមិនតាន់វាអាចទៅកើតសត្វទី1វាទឹកភ្លៀងមិនល្អវាធ្វើឲ្យដើមនឹងអន់សត្វហ្នឹងវាបៀតបៀនបានបើសិនជាដើមនឹងកម្លាំងខ្លាំងគឺសត្វអត់បៀតបៀនបានទេ
ដូចវាមានអាសាធាតុវាការពារ អូ បាទ អញ្ចឹងអ្វីដែលធ្វើឲ្យមានបញ្ហាហ្នឹងគឺដោយសារតែយើងធ្វើដីពីក្រោមមិនស្អាត បាទស្មៅហ្នឹងយើងធ្វើអត់ទាន់ ហឹម ហើយយើងកាត់ថ្មហ្នឹងវាច្រើនហើយយើងពើម៉ាស៊ីនកាត់ទៅវាប៉ះភុងផាំងកាត់បានលឿន ចា អញ្ចឹងយើងការងារយើងទៅខ្លះទៅក្នុងខ្លះទៅវាធ្វើឲ្យវាយូរ ហ្នឹងហើយអត់ដែរមើលអាដើមនេះអីសត្វរោមសម្បើមណោះស្ដាយណាស់មើលណា បាទអាហ្នឹងដោយសារតែយើងធ្វើព្រៃពីក្រោមហ្នឹងមិនទាន់ធ្វើឲ្យមួយយ៉ាងហ្នឹងវាធ្វើឲ្យមានសត្វហ្នឹងហើយមួយយ៉ាងទៀតដោយសារដើមវាខ្សោយអាហ្នឹងមូលហេតុដើមវាខ្សោយទៅវាអត់មានសារធាតុការពារធ្វើឲ្យសត្វហ្នឹងបៀតបៀនបានអានេះទៅវាដល់វាសត្វច្រើនយើងអត់សូវវិវល់ទេវាទុំប្រេះ អូ ហើយនឹងដើម ប៉ុន្តែអានេះវាធ្វើຕົកតែសបកខាងក្រៅទៅអី អត់អីហ្នឹងហើយអត់អីទេវាធ្វើតែខាងក្រៅដែលយើងបកទៅអត់អីទេ យើងចង់ញ៉ាំបានដល់អត់ប៉ះពាល់ខាងក្នុងទេណាអូអានេះទុំតែដើមប៉ុន្តែបើសិនជាយើងឃើញវាចាស់ហើយយើងបេះទៅលក់យើងបេះហើយយើងលាងសបកសិនទៅ អត់អាចលាងបានទេបើសិនជាស្នឹមខ្លាំងអញ្ចឹងគឺគេអត់យកទេបើសិនជាមិនមានស្នឹមដូចតែប៉ុណ្ណេះឧទាហរណ៍ ចា ប៉ុណ្ណឹងយើងអាចបោះជក់ទៅយើងអាចលក់គេបានអាហ្នឹងនិយាយអំពីអាសត្វវាបៀតបៀនណា ចា ហ្នឹងហើយបើសិនជាស្លាយអញ្ចឹងគឺគេអត់យកទេ ចាឥឡូវយើងឃើញថាដើមនេះវាមានរោគអញ្ចឹងដូច្នេះវិធានការដែលយើងកម្ចាត់រោគនឹងចេញតើយើងមានវិធីសាស្ត្រទេអូន ពេលហ្នឹងយើងអត់ដឹងថាយ៉ាងម៉េចប៉ុន្តែពីគ្រោះជាមួយខាង កសិកម្ម កសិកម្មគេគេចេះតែឲ្យថ្នាំមកបាញ់ដែរប៉ុន្តែយើងបាញ់ទៅដូចវាអត់សូវមានប្រសិទ្ធភាព អូ បាទ អញ្ចឹងបានន័យថាអានេះវាខ្លាំងជាងថ្នាំ ខ្លាំងប្រភេទពួកវានេះគឺបាញ់ទៅបើថាបាញ់ល្មមគឺហូរចេញស្បាយរបស់វាមានប្រសិទ្ធភាពរបស់វាបាញ់ល្មមទឹកហូរចេញហ្មងភ្លៀងអត់ចូលទេអាហ្នឹងស្បាយវាភ្លៀងអត់ចូលទេ ហើយចុះកន្លងមកនេះឆ្លងកាត់តាមដែលអូនដូចថាមានបទពិសោធន៍ក្នុងការដាំទៀបយូរឆ្នាំហើយនេះគ្រួសារឯងនេះអញ្ចឹងតើមានជួបប្រទេសចការយើងនឹងច្រើនទេអាហ្នឹង ឆ្នាំហ្នឹងច្រើនរាល់សពឆ្នាំមកចការអញ្ចឹងមានតែ2ដើមអីទេមួយដើមអីទេហើយជួនកាលទៅយើងអត់រវល់វាទេវានៅទៅបេះចោលខ្លះទៅក៏បេះបានក៏ខ្លះក៏មិនបេះនៅឈូសចោលទៅណា អានេះអូនណៃសង្កេតមើលហ៎ខែលោមូលហេតុវាទៅលើអារឿងបញ្ហាទឹកតូចទេដឹងឆ្នាំទៅទឹកតូចមែនទេ ហ្នឹងហើយ ប៉ុន្តែយើងលើចាស់និយាយណា ចាស់និយាយដែរ ហ្នឹងហើយយើងក៏មិនដឹងច្បាស់ដែរមែនទេ បាទ ចាដូច្នេះបើសិនជាយើងកាប់ដើមនឹងចោលតែម្ដងដើម្បីកុំឲ្យឆ្លងរោគតើវាយ៉ាងម៉េចឬមួយក៏ស្ដាយ អាហ្នឹងតាមការពិតទៅវាអត់មែនឆ្លងគ្នាទេអាហ្នឹងអត់ឆ្លងគ្នាទេ អូអាវ៉ុនគេថាដែរប៉ាវាអើយផ្ញើមកកន្ត្រកហ្នឹងហើយទៅបេះអានោះថែម ហ្នឹងហើយគ្នាបេះមិញឡើងពេញហើយនេះឥឡូវនេះតែយកទៀតណាហើយបងនេះអាបងឲ្យអែមជួបការងារបងមួយផ្លែទៅហើយប្រមូលបដាទៅនេះហ្នឹងបាទឥឡូវនេះលឺគេកំងសម្បើមណា កំង ចាអេបើនិយាយរឿងហ្នឹងតែទៀតហ្នឹងវាឲ្យយើងប្រមូលផលបានប្រហែលខែទៀតវាអស់ហើយណា អាហ្នឹងវាពីបើនិយាយពីចាប់ដើមដល់ពីដើមដំបូងវាក្នុងខែ5ខែ5ហ្នឹងវាគេហៅផ្លែច្រឡក់ ចា ច្រឡក់ហ្នឹងបានខ្លះ2កំប្រង3កំប្រងឬមួយឡាំងអីចឹងបើសិនទៅតាមវាកក់ខែទៅនឹងច្រើនអញ្ចឹងវាកាន់អាច្រឡក់ហ្នឹងបានក្រែលទៅគឺសង្កេតមើលទៅទឹកភ្លៀងវាមានជាតិអាស៊ីតច្រើន អញ្ចឹងហ៎ តែកាលណាវាមានជាតិអាស៊ីតច្រើនហ្នឹងវាធ្វើឲ្យអាមែកហ្នឹងវាចេញលឹកអត់រួចវាធ្វើឲ្យពោកតាមមែកនេះពោកយ៉ាងនេះដើមដល់ច្រើនគឺចេញមកអញ្ចឹងគឺអត់មានស្លឹកទេពោកទាំងអស់ហ្នឹងលើចុងវាហ្នឹងអាពោកហ្នឹងធ្វើឲ្យប៉ះពាល់ អានេះយើងហៅថាដើមមានរោគណា ដើមមានរោគប៉ុន្តែដែលឡៃអាសត្វដូចបងសួរមិញហ្នឹងសត្វហ្នឹងគឺវាអត់ឆ្លងគ្នាទេគឺវាមានអាមេវាហ្នឹងហើពងដាក់ វាមិនឆ្លងតាមអាហ្នឹងវាទៅតោងហ្នឹងអត់ទេអាហ្នឹងបើសិនតែយើងបេះចេញដាក់ចោលគឺវាក្រៀមងាប់ហ្នឹងហ្មង អូ អត់មានវាទៅណាទៀតបានទេ អញ្ចឹងដើមនេះអូនសម្រាប់ថាទុកវាព្យាបាលហ៎ អាហ្នឹងព្យាបាលទុកព្យាបាល ទុកព្យាបាលហ៎ បាទ ចាអមកអូនមកឈរខាងនេះទៅមកលប់អូនហ្នឹងហើយកុំនេះក្តៅដែរណាហើយបងសួរនាំបន្តទៀតលោកអ្នកកំពុងតែតាមដានទេសនាណាព្រោះថាថ្ងៃនេះយើងឃើញទស្សនវិជ្ជាចំការទៀបរបស់អូនហ្នឹងដល់រាប់ពាន់ដើមហើយកំពុងតែប្រមូលផលបងឃើញអានេះមកគូមានតូចមានធំហើយអែមឲ្យដើរបេះចោលទេអាតូច អាហ្នឹងគេអត់បេះទេដើមធំយ៉ាងឡែងបេះហើយគឺទុកឲ្យវាជម្រុះខ្លួនវាដើមដាំចាប់ពី2ខួបហ្នឹងគឺគេអត់តឲ្យផ្លែទេបើគេដាំច្រើនល្អមែនទេគេថែមមែនទេគេអត់ឲ្យផ្លែច្រើនទេបើថាគេចង់ទុកគេទុកតែ2អីទេទុកឲ្យល្អមើលណាចាប់3ខួបឡើងមកគេទុកក៏ទុកមិនច្រើនដែរទុកមើលដើមហ្នឹងអាចទទួលបានប្រហែល4ឬ5ផ្លែ6ផ្លែហ្នឹងទៅទុកវាប៉ុណ្ណឹងទៅហើយប្រហែលទៅគឺថាបេះចោលបើមិនបេះទេគឺដើមហ្នឹងអត់ឡើងទេនៅកត្រាញ់ហ្នឹងល្អប៉ុណ្ណាក៏អត់ឡើងដែរដោយសារវាផ្លែច្រើន អញ្ចឹងបើយើងដាំទៀបប្រហែលឆ្នាំឲ្យផលចាប់ដាំពីដើមមក ឲ្យផលតិច3ឆ្នាំ 3ឆ្នាំគឺវាឲ្យផលតិចៗហ្នឹងណា បាទ ហើយនៅក្នុងកំឡុង3ឆ្នាំហ្នឹងបើសិនជាឃើញថាផ្លែអញ្ចឹងយើងបេះចោលចោះ ក្រោម3ឆ្នាំ ក្រោម3ឆ្នាំ 2ឆ្នាំ 2ឆ្នាំហ៎ បាទ2ឆ្នាំ 2ឆ្នាំយើងបេះចោល 2ឆ្នាំ3ឆ្នាំហ្នឹងបេះដែរបេះតិចទុក
ដែលយើងមើលដើមអាចរក្សាផ្លែបាន ចា បាទទុកតាមហ្នឹង ហើយដល់ ចាប់ដើមប្រមូលបើឆ្នាំទី2ទី1ទី2ហ្នឹងគឺអត់ទេអាហ្នឹងមានផ្លែគឺត្រូវបេះចោលដែរ អូបើយើងមិនបេះទៀតយើងនឹងវាអត់កាន់ហ៎ វាអន់ដើមនិយាយទៅវាអន់ដើមអាហ្នឹងវាត្រូវការចិញ្ចឹមដើមវាឡើងស្លឹកមកប៉ុន្តែដល់ពេលយើងទុកផ្លែវាចិញ្ចឹមផ្លែវាអត់ឡើងដើមអញ្ចឹងធ្វើឲ្យដើមនោះវាអន់ អូអាចចំណុចអស់ហ្នឹងឯងដឹងមកពីណាឬមួយក៏ចាស់ប្រាប់ អាហ្នឹងចាស់គាត់ប្រាប់ខ្លះទៅយើងដាំមកយើងសង្កេតមើល អញ្ចឹង បាទសង្កេតមើល ហើយយើងចេះតែធ្វើអញ្ចឹងទៅណា ធ្វើអញ្ចឹងទៅ ជាការល្អហើយអូនហ្នឹងហើយអញ្ចឹងថ្ងៃនេះបងបានជួបជាមួយឯងហ្នឹងគឺពិសេសមែនតើហើយបងអរគុណដល់ពូសឿនណាចាពូសឿនគាត់មិនដាំចំបៃដល់ហើយគាត់ថាបើក្មួយឯងចង់មកយកព័ត៌មានស្ដីពីដំណាំទៀបក្មួយឯងចាំ2ខែក្រោយមកដល់គឺប្រកាសជាបានហើយថាទៀបនៅភូមិហ្នឹងផ្លែធំហើយច្រើនតើបងមកដល់ឃើញច្រើនមែនហើយគាត់នាំមកជួបមួយអូនឯងបងអរគុណមែនតើថ្ងៃហ្នឹងបងជឿជាក់ថាលោកអ្នកបានជួបជាមួយនឹងអ្នកមានបទពិសោធន៍ដាំទៀបអញ្ចឹងគាត់នឹងដកស្រង់នៅបទពិសោធន៍បងអូនខ្លះហើយប៉ុន្តែអ្វីដែលបងសុំទោសហ្នឹងគឺម៉ួយទៀបកំពុងតែរងចាំហើយយើងឡើងទៅតែចែកគ្នាហ្នឹងឥឡូវបងវិញអានេះក្នុងកន្ត្រកខ្លះប៉ុន្តែអានេះទុំយ៉ាត់ច្រឡំរបស់បងទុំអូទៀបទុំដើមហើយណាអាបេះបតុងណាផ្អែមជាងអូន វាឲ្យតែចាស់ ញ៉ា តាំងក៏ប៉ុន្តែទៀបបតុំទៅត្រូវផ្អែមជាងទុំដើម អាហ្នឹងដូចស្វាយដែរ បាទអានៅទុំដើមនេះវាទទួលកម្ដៅថ្ងៃផងខ្យល់ផងទឹកភ្លៀងផង ចា អញ្ចឹងវាធ្វើឲ្យវាសាបយើងប្រឡែតជាងប៉ុន្តែបើយើងបេះចាស់ល្អយើងយកទៅបតុំគឺថាវាផ្ងំរបស់ដែលផ្ងំដូចវាគេផ្ងំបាយផ្ងំអីស្រាអញ្ចឹងវាមានជាតិជាង តែបកាយនិយាយឯងហើយចុះឥឡូវអាមកគូនេះយើងអាធំបងនិយាយអាធំបេះបាននៅ អានោះបេះបាន ប៉ុណ្ណឹងបេះបានណា បាន ប៉ុន្តែអូនបងឃើញទៀបខ្លះរីកលាអត់មានឃើញកលាអីចឹងណាឡងមូលហ្មងអានោះមិនពូជផ្សេងអី អាហ្នឹងដល់ច្រើនដីវាល្អហើយបើមួយចំណែកទៀតគឺគេតាក់ទងនឹងគេប្រើថ្នាំ អូអញ្ចឹងរបស់យើងនេះធម្មជាតិអី គេប្រើថ្នាំបាញ់ស្មៅថ្ងៃមុនសាកល្បងបាញ់ថ្នាំល្អិតសត្វអត់តិចដែរប៉ុន្តែបាញ់ដូចអត់ទៅហើយយើងវាអត់ដូចអត់ចង់ប្រើ អញ្ចឹង អត់បាញ់ទៅវាប៉ះពាល់សុខភាពផង ចាហើយប្រសិនបើយើងរើសជីយកមកប្រើប្រាស់ហ្នឹងណាក្រៅពីជីលាមកសត្វអីយើងចង់ប្រើគឺថាយើងត្រូវពិនិត្យទៅលើជីនោះបានច្បាស់លាស់ជាពិសេសគឺយើងត្រូវយកជីសរីរាង្គហើយនៅពេលដែលយើងប្រើប្រាស់យើងត្រូវមើលទៅតាមការណែនាំរបស់គេទៅយើងប្រើទៅអត់ខុសហើយមែនទេចាហ្នឹងបើកាលណាយើងមិនច្បាស់យើងអាចទំនាក់ទំនងទៅសួរអ្នកឯកទេសបានឥឡូវនេះយើងបេះមួយហ្នឹងមកអូនបេះហ្នឹងហើយចាតោះទៅដាក់នៅនេះមកអូនហ្នឹងនោះអូនមកចកោមក្រោយនោះយើងបេះបានដែរតែ អាហ្នឹងបេះបាន ចាមកជាងបេះអានឹងទៀតមើលអូអានឹងធំមែនទេអែមអើយអែម ទៅចាស់រីកល្អ ចាស់រីកនេះ អាទៅយ៉ាងយូរ2យប់អាហ្នឹងយើងបន្ទុំមកចង់ឲ្យផ្អែមល្អយើងក៏យើងមានកប្រងឬក៏វិវិធល្អីអញ្ចឹងយើងដាក់ក្រាលទៅស្អីពីក្រោមតិចដាក់កដាវាលទៅអាហ្នឹងវាទុំទៅតាមធម្មជាតិបើយើងក្របវាអាហ្នឹងបើក្របបើសិនតែក្របញើសខ្លាំងវាទៅយូរវិញអត់ទុំវិញទៅយូរ ចឹងសណ្ដាល់ចោលទៅ សណ្ដាល់ចោលប៉ុន្តែសណ្ដាល់ក្នុងលក្ខណៈថាវាមានតម្រពីក្រោមអីវាអាចមានដូចជាល្អីវាអាចមានកម្ដៅខ្លះដែរវាមិនអត់ទេប៉ុន្តែបើសិនតែយើងដាក់ក្របវាក្របចិត្តខ្លាំងដូចយើងឧទាហរណ៍ដាក់ឆ្នាំងចាស់បើដាក់ឆ្នាំងហ្នឹងយូរហ្មងត្រូវ2ថ្ងៃវាទៅជា4 5ថ្ងៃទុំមកក៏អត់ល្អទៀតឧទាហរណ៍បើសិនជាមានឡាំងស្រាឬឡាំងវិជែងដែលគេធ្លាប់ដាក់រៀបជូរអតិថិជនរាល់ថ្ងៃហ្នឹង ចា យើងក្របចិត្តគឺវាអត់ងាយទុំទេទុំមកគឺសបករឹងវាអត់ទន់ល្អ ចា បើសិនតែយើងឡាំងមកដដែលប៉ុន្តែយើងចំហមាត់ចោលយើងដាក់ទៅបើទៀបចាស់ល្អគឺ2យប់យ៉ាងយូរគឺទុំហើយមានរសជាតិផ្អែមសបកបកអត់រឹងទៀតបើសិនតែយើងក្របចិត្តបានន័យថាវាអត់ទុំអត់ល្អហើយសបករឹង ចំណុចមួយទៀតអែមបងលើសបងប្អូនយើងគាត់និយាយថាបើទុំទៀបបើសិនជាអត់លាងទឹកទេអត់ទុំទេអត់ប្រោះទឹកអត់ទុំទេនឹងត្រឹមត្រូវអត់ អាហ្នឹងវាមួយយ៉ាងវាជួយដែរវាជួយឲ្យឆាប់វារីកវាជួយឲ្យឆាប់ទុំលឿនប៉ុន្តែវានៅក្នុងកដាវាលដូចគ្នាវាមិនក្របទេ ចាប៉ុន្តែបងធ្លាប់មានទៀបម្ដងពីដើមមួយបងបេះហើយបងទុកចោលទុំដែរហ្នឹងមិនដាក់ទឹកផងហ្នឹង បាទ ប៉ុន្តែគេចង់និយាយថាឲ្យឆាប់ទុំមែនទេ ហ្នឹងហើយ ចា ឆាប់ទុំហើយសបកល្អ អូឆាប់ទុំសបល់ល្អដាក់ទឹកហ៎ ទៅវារីកដាក់ទឹកទៅវារីក អញ្ចឹងណា វារសាសបល់បើយើងអត់ដាក់ទឹកទេស្ងួតត្រូវថ្ងៃអញ្ចឹងវាក្រៀមកលាវាស្វិតបើយើងបេះស្មានហ្នឹងប៉ុណ្ណឹងប៉ុន្តែបើយើងទុកឲ្យត្រូវថ្ងៃយូរទៅវាអាចបាត់កលាវាទៅជាសគមវា
គេសម្បល់អត់សស្គូសចឹងទេ ឥឡូវអែមយើងទៅឈរជ្រុងនោះទៅហើយជំរាបជូនលោកអ្នកពីវិធីសាស្ត្រនៅក្នុងការដាំដុះហ្នឹងណាបាទអន្តោះកុំឲ្យលោកអ្នករងចាំហើយចុះពេលណាបានជំរាបជូនពីការដាំដុះហើយបងនៅចេះតែឃើញតែទៀបផ្លែអញ្ចឹងចេះតែចង់ងាកទៅនេះងាកទៅនោះហើយណាមួយដោយអែមឯងហ្នឹងប្រកែជំរាបជូនលោកអ្នកផងពីការងារមួយចំនួនពាក់ព័ន្ធនឹងដំណាំទៀបហ្នឹងណាតោះទៅខាងមុខទៀតទៅអូនអញ្ចឹងសូមលោកអ្នកនាងតាមដានទស្សនៈបន្តកម្មវិធីកសិកម្មនិងជំរាបជូនលោកអ្នកពីរបៀបដាំដុះទៀបស្វិតដែលស្ថិតនៅក្នុងភូមិទួលទ្រាចា៎ ស្រូវល្អកសិកររុងរឿងផ្ទះថ្មផ្ទះក្បឿងគ្រឿងសង់ហារឹមសេដ្ឋកិច្ចបាយតងបំប្រងញញឹមសេដ្ឋកិច្ចបាយតងបំប្រងញញឹមក្រោបពីប្រលឹមអូនមើលដើមនេះមើលមានទុំទេមានចាស់ទេបងអានោះអូនអានោះវាចាំងថ្ងៃទេក៏អាចបេះបានដែរបេះមកអូនបេះមកណែនេះអូនឯងមើលម្ដុំនេះមើលមានទេអូនម្ដុំនេះស្ទើហ៎បាទអូអញ្ចឹងលោកខាងកាមេរ៉ាម៉ានហ្នឹងគាត់នៅខ្សោយណាស់ពីបេះទៀមមិញគាត់បញ្ញោប្រាប់បងថាឲ្យបេះអានេះចាស់តាមពិតគាត់ប្រកែតែខាងថតទេប៉ុន្តែរឿងតែទៀបចាស់ចៃគាត់អត់ដឹងប៉ុណ្ណឹងហើយដល់គាត់ថាចូលខ្ញុំមានប័ណ្ណពិសោធន៍ដាំទៀបពីអង្ការព្រោះដល់អត់ប័ណ្ណពិសោធន៍ហ្នឹងឯងបានយកមកថតអែមណាចាតែចាអូនយើងទៅខាងមុខមើលចានោះ mà mày đi play sẵn bạn đá mấy nè anh nó về vì năm tới nó về ăn sơi play tại cái nào ăn sơi play năm nó cứ vì chập đam play chờ này chẳng để lại đam để play chờ cứ năm tới nó cứ việc sau về ăn sơi play chà rồi từ năm nó về bàn play cứ play chờ được mong chẳng à lại ôn mơ bữa mà mày đang ai bay bàn ấp nơi xưa cũng bay nó ôn nó khôi mua dơ này phù kia là bấy tiệp em đang phải em canh nhá phù dân bay hạt cha cho tơ và tôm cha hồi ta cái này dân bay hạt chay và tôm tớ ở ngành thế bạc chay và tôm có tôm này em chay tôm bàn tay về ăn sạch tôm ăn sạch bà sẽ tiệt crop chẳng bà mua được thêm men tầm miền sạch đấy chẳng hả tiệt crop và tôm được kia còn để hiện du chiếc bàn tay về ăn sạch nè đi chả lỏ bàn tay còn miền sạch là miền sạch tịch toàn thay viên này hàng cào tịch về đây dương nên những dương bộ dương cơ máu sạch chẳng đấy bên này cào chà mấy món mà bằng đạn thoại ôi bình mà cái thoại bạn đây nè ui sạch đó là ôi này mà cái thoại này tiếp tục dương ở lấy nó cái lên hộp lâu nữa này năng ai vì muốn cái hộp chơi thì đôi chia khang sầm nạp cái hộp để xài sập ấy xài sập nó một flow đó là để lấy nhom mau pinu mau khang sọc sài mà nơi ní đó tại mà nơi ní thắp ta cái hộp nó cái chạp pram với smart hà supply một flow hà supply rồi đó là hà supply đóไปลวกกัน flow nóเป็นขบายปีទៀតវាឡើង50 ปี fly មក flow ហ្នឹងប៉ុន្តែបងប្អូនមកវិស្រ័យខ្លះគាត់មកគាត់ថាមក flow មកគាត់ចែកទៅគិតទៅដូចថាមក flow 40000ឧទាហរណ៍មក flow 40000បាទហើយមក flow មាន40 fly មក flow ពីមុនមកគេរាប់40ហ្នឹង40ហើយដល់អញ្ចឹងដល់បងប្អូនយើងមកពីខាងស្រែសួរថាទៀបមក flow បានធំល្អមក flow បានសួរថាមក flow 40000 40000ហើយមួយ 1000ហើយមួយ 1000ហើយ 1000ហ្នឹងក៏ទៅវាថ្លៃណាចាគាត់ហ៊ានហូបទេប៉ុន្តែពេលហ្នឹងយើងប្រាប់មក flow សុកខ្ញុំចាប់5អ៊ំអញ្ចឹងណាចាប់5ហើយថាចាប់5ហើយក្បាច់2ទៀតអាហ្នឹងគេថាវាថា promotion ណា promotion តែអញ្ចឹងទៅគាត់ថាដល់ពេលគាត់ចែកសារថ្មីតែថ្មី50អញ្ចឹងមួយវាដល់ 1000 ទេ ជា700ហើយទេបាទហើយជាប៉ុណ្ណឹងហើយអញ្ចឹងអញ្ចឹងហូបព្រោះយើងនៅនោះវាអត់មានទៀបស្វិតហូបឲ្យទៀបយើងអត់ទៅល្អហើយមកសុកនេះដីគេល្អទៀបផ្លែល្អអញ្ចឹងយើងហូបម្ដងប៉ះទៀបអែមមើលញ៉ាំទៅអែមមែនមែនអត់ឯងនិយាយចឹងខ្ញុំត្រូវអែមពីដើមយើងដឹងថាមកតបវា 4 មិនអញ្ចឹងហ៎បាទដល់ពេល10តបវាមកផ្លូនហើយមកផ្លូនវា40ផ្លែប៉ុន្តែឡៃនៅនេះយើងបន្ទោសគាត់ថាខុសត្រូវក៏មិនបានដែរដោយសារតែគេហៅមកតបណា
គេថាមកដៃ មកដៃ គេចាប់មកដៃគេផ្ដៃទៅលើមកដៃហ្នឹងគឺយើងមានម្រាម5 អញ្ចឹងគាត់ទៅ5ផ្លែ បាទបាទ ហេបងនិយាយអញ្ចឹងទៅណាមិនដឹងថាគាត់សម្រេចទៅលើអីដែលគាត់សម្រេចថាយក5ផ្លែហ្នឹងប៉ុន្តែទូទៅគឺគាត់គិតថា5ផ្លែអញ្ចឹង5ផ្លែហ្នឹងដឹងតែមួយដៃអញ្ចឹងបើដើម្បីឲ្យបានមួយផ្លូនចាប់10ដៃមួយផ្លូន បាទ មួយអា2ហ្នឹងនៅស្រុកអូនគេហៅអីអា2បន្ថែមនេះ ពីរហៅក្បាច់ហ្នឹង ហ្នឹងអាក្បាច់ហ្នឹងមានន័យអ្ហ្មិច ក្បាច់ហ្នឹងនិយាយទៅបើសិនគេហៅក្បាច់ហ្នឹងដល់ច្រើនគឺគេលក់ឧទាហរណ៍មួយស្លឹកពីរស្លឹកហ្នឹងណា ចា គេចាប់10ដៃទៅដាក់ក្បាច់2 10ដៃដាក់ក្បាច់2វាបន្ថែមរបៀបលើកទឹកចិត្តអីចឹងណាបើយើងនិយាយទៅ លើកទឹកចិត្តហ៎ បាទ ហ្នឹងអញ្ចឹងអាក្បាច់2ហ្នឹងបានន័យថាបន្ថែមលើកទឹកចិត្ត បាទ ប៉ុន្តែចំណុចមួយទៀតបងគិតថាចាស់លោកឆ្លាតអា2ហ្នឹងគាត់មិនតាន់ដាក់ចូលទៅក្នុងយើងរាប់មកផ្លូនទេ អត់តន់ដែរ គាត់ដាក់នៅក្រៅ ខាងក្រៅ បើចៃណាហ្នឹងហេព្រោះតែចៃណាចៃដន់គាត់រាប់ទៅវាមិនវែងថាអាវ៉ាអើយអ្នកកំពុងចាំងវានិយាយអាវ៉ាមីនាងអញ្ចឹងហ្នឹងអាវ៉ាមិញហ្នឹងរាប់ទៀបឲ្យលបងមិញនេះបានប្រហែលផ្លូនណាអាវ៉ាដល់អាវ៉ាគេឆ្លើយទៅវិញអើយម៉ែមានអីប្របាស់ម៉ែរាប់ក្បាច់មើលតែ10ផ្លែហ្នឹងវា5វា10ផ្លូនណាមិនចឹង បាទ អូឥឡូវមួយស្លឹកមានប៉ុន្មានផ្លូនមួយស្លឹក មួយស្លឹក10ផ្លូន មួយស្លឹក10ផ្លូន បាទ មួយផ្លូន 40ផ្លែ 40ផ្លែប៉ុន្តែឥឡូវយើងហៅថា52ផ្លែ 52 ទៅ ផ្លែ តាមតំបន់ តាមតំបន់ ហើយចុះយើងនៅណាពីមុនថានៅស្រែនៅណា ពីមុននៅខាងស្រុកពារាំងខេត្តព្រៃវែង អូអ្នកព្រៃវែង ព្រៃវែងដែរ មើលបានគ្រួសារនឹងពីឆ្នាំណាមក ពីឆ្នាំ2001 ឥឡូវយើងចូលមកដល់ការដាំដុះដំណាំទៀបណាអូនណាដំណាំទៀបនេះមុននឹងយើងបានមកដល់ប៉ុណ្្នឹងដាច់ខាតយើងត្រូវជ្រើសរើសពូជយកមកដាំហើយមិនចាពូជអូនបានពីណាអូនបដោះខ្លួនឯងឬមួយអូនទិញគេឬក៏យ៉ាងម៉េច ពូជបើសិនយើងដើរដំបងអត់ទាន់មានអីសោះយើងជាក្របរបស់គេជាក្រប1គីឡូបើសិនគេចម្រាញ់ទុកបានល្អគឺ1គីឡូ10000 គ្រាប់ពូជ បាទក្របពូជ1គីឡូ10000 ថ្លៃ ថ្លៃ 1គីឡូបានប្រហែលគ្រាប់ទៅដាំបដោះបានប្រហែលកូន អាចគេនាបានហ្នឹងវាមានទូចមានធំ អញ្ចឹង បាទច្រើននិយាយទៅ បងខ្ញុំដាំមកនេះអូមកដៃទៀតហើយហ៎បើយើងគិតទៅក្នុង1គីឡូយើងអាចបដោះបានកូនប្រហែលជា10000ដើម អត់ដល់ទេ1គីឡូគ្រាប់ប្រហែលអាចធ្លាប់បដោះរត់ដល់ មើលអាបងធ្លាប់បដោះបានប៉ុន្មានណា អូ1000កូន 1000ហើយស្ទើរបន្តិចអីប៉ុណ្ណឹង ហើយក្នុង1000កូនហ្នឹងតើវាអាចឲ្យយើងថាល្អទាំងអស់ឬមួយក៏អាចខូចខាតខ្លះ វា បាន ដា 100% ច់យើងចង់និយាយថាបើសិនជាវាល្អដាច់តិចបំផុតគឺត្រឹម20%ដាច់អាហ្នឹងល្អតែថាអត់មានដាច់ថាអត់មានទេ ចា គឺបើសិនជាយើងជួសល្អដុសមកយ៉ាងម៉េចប៉ុន្តែដល់ពេលយើងស្រោចទឹកទៅវាត្រូវកម្ដៅទៅគួតជើង ចា ធ្វើឲ្យងាប់ទៅវិញវាឆ្លាស់ដាច់អញ្ចឹងដាំបដោះចាប់ពីបដោះមកហ្នឹងគឺយើងបដោះដាក់ដីយើងហ្នឹងដីក្រហមហ្នឹងយើងសុំពីក្រុមហ៊ុនមកដីក្រហមការកស៊ូហ្នឹង ចា តោះមកយើងដាក់ច្រកថងហ្នឹងច្រកទុកមាត់ឲ្យវានេះអុកកណែនទុកឲ្យវាហ្នឹងហើយដល់ពេលទៅយើងយកគ្រាប់មកដាក់ពីលើ3 4 ឬក៏5តាមដែលគេចង់ដាក់តិចច្រើនយើងដាក់ដីពីលើទៀតដាក់ដីពីលើហើយយើងរៀបចូលហើយអញ្ចឹងទៅយើងដាក់សបើងពីលើយើងស្រោចទឹកចាប់ពីថ្ងៃស្រោចយករហូតយ៉ាងតិចបំផុតត្រឹមកន្លះខែបានដុះ អូយូ យូគ្រាប់វាហ្នឹង បងនាងបែកយកជោគហ៎មកឈរចិត្តព្រោះសាហ្នឹងអូនសម្រាប់តិចទៅហ្នឹងអញ្ចឹងនៅពេលដែលយើងបដោះថាកន្លះខែនឹងវាដុះហើយដូច្នេះប្រហែលខែទៀតដែលយើងយកកូននឹងមកដាក់ដាំ អាហ្នឹងវាយើងបដោះហ្នឹងចាប់បដោះខែ3 ចាខែ3ចាប់បដោះណាបើខុសពីខែ3បដោះអត់បាន អត់ទេគេអាចមុនហ្នឹងក៏បានអាចក្រោយហ្នឹងក៏បានគាត់ថាបើសិនបដោះពេលហ្នឹងគឺដើមវាតន់ភ្លៀងធ្លាក់តន់ភ្លៀងធ្លាក់បាទតន់ភ្លៀងធ្លាក់ដល់បដោះឲ្យចំខែ3ហ្នឹងខែ3ខែ4ខែ5ខែ6ហ្នឹងគឺភ្លៀងត្រួសត្រើយខែ7ហ្នឹងចាប់ដាំទៅហ្មង ចឹងយូរដែរ យូរតើភ្លៀងជោគជាប់មកដាំបាន អូអញ្ចឹងកូននឹងអាចបានបែប ធំនេះ អូ4 ទឹក5ទឹកហ្នឹងកន្លះម៉ែត្រហ្នឹង កន្លះម៉ែត្រ អូកន្លះម៉ែត្របានយើងយកមកដាំបានណា បាទ ឥឡូវយើងនិយាយពីវិធីសាស្ត្រនៅក្នុងការដាំយើងបានកូនណាបានកូនហើយយើងដាំហ្មង យើងធ្វើដីនៅឲ្យស្អាតយើងអាចកាត់ស្មៅទៅបាញ់ថ្នាំហ្នឹងទៅឲ្យវាស្មៅនឹងវាទ្រោមទៅ ចា យើងដៅយើងកាប់អត់មានពិបាកទេអាហ្នឹងវាងាយដាំបំផុតគឺជាប់ទៅសេះយើងហ្នឹងអាផ្លែបែបហ្នឹងកាប់តែមួយផ្លែទៅតែដល់ឡៃថងទៀតគឺប៉ិនកពួនដៃទេបាទកាប់មកជាប់ពីជាប់ទៅមកជំរឿវាយហ្នឹងមកលិចថងដាក់លិចថងទៅដាក់ហែកថងជិះដាក់ដាំទៅបាទសកត់ដីតាមធម្មតា ជាការស្រេចហ៎ ជាការស្រេចប៉ុណ្ណឹងហ្នឹង អូនៅពេលដែលលោកអ្នកនាងស្ដាប់ការរៀបរាប់របស់អែមទៅជាការពិតស្ដាប់ទៅដូចងាយប៉ុន្តែបើសិនជាយើងធ្វើមិនដឹងថាពិបាកយ៉ាងម៉េចទេតែបងប្អូនជាកសិករប្រហែលជាងាយដែរគាត់ថាអត់បញ្ហាគាត់ក៏ដាំអញ្ចឹងដែរប៉ុន្តែ
ចម្លែកព្រោះថាដំណាំទៀបនេះអត់ជួដីហាល អត់ព្យួរ អញ្ចឹងអ្នកដែលមានដីនៅភូមិលើអីក៏មិនបាច់ព្យួរដែរកាប់អញ្ចឹងដែរ បាទកាប់អញ្ចឹង អូមិនមែនដោយសារតែដីអូនមានថ្មអូនព្យួរមួយកែទេហ៎ អាហ្នឹងគេព្យួរដោយឡែកគេព្យួរចង់ដាំដំណាំតូចដូចជាសណ្តែកបាយសណ្តែកប្រេងសណ្តែកសៀងសណ្តែកដីអញ្ចឹងណា ចា គេដាំទៅឲ្យដីវាធូរផងហើយកុំឲ្យអាវ៉ហ្នឹងវាបៀតបៀនដើមបាទហើយដល់ពេលប្រមូលផលទៅដើមវាយើងដាក់ហុំគល់ហ្នឹងដើម្បីឲ្យមានសំណើមឲ្យមានជីជាតិសម្រាប់រឹសវាបឺតយកអញ្ចឹងវាលឿនបើយើងអត់ធ្វើដំណាំទេអត់ធ្វើដំណាំតូចហ្នឹងទេវាយឺតដើមទៀបហ្នឹងវាយឺត អញ្ចឹងពីមុនមកដីនេះអូនដាំអីចាំពេលដែលទៀបយើងនៅតូច អត់បានដាំទេតំណឹងដាំខាងនោះអានេះវាយើងថ្មព្យួរអត់កើត ជួអត់កើតណា បាទ ចាអានេះដើមថ្មីឬមួយក៏ដើមចាស់អានេះមកដល់ជំនាខាងនេះយើងមិនយើងចាញ់ពីនោះមក ដាំតែមួយ ដើមតែមួយ គ្នាបាទដោយឡែកដីខាងនេះល្អ អូខាងនេះដីល្អហ៎ បាទ អឺបងឃើញវាផ្លែអញ្ចឹងដោយសារតែនៅកន្លែងនេះបងឃើញថាមានផ្លែមានអីច្រើនហើយវាដូចជាខ្ពស់ណានោះអាវណៃមកនោះធំនោះ ចា ហ្នឹងហើយ យកចាយ3អត់ដល់ហ្នឹង ចាអើបើមើលឲ្យគិតថាឡើងបានក៏ឡើងទៅ ឡើងលេងរួច ពេលបណ្ដាញទៅណាឡើងបានទៀតណាហ្នឹងហើយអញ្ចឹងយើងបន្តទៀតចុះនៅពេលដែលយើងដាំហើយអូនដាំហើយអញ្ចឹងយើងថែទាំយ៉ាងម៉េច ដាំហ្នឹងបើនិយាយទៅវាបើសិនដីស្អាតយើងទុកទន្លេបានយូរបើដីមិនសូវស្អាតទេយើងចាប់ដើមជំរះគល់វាដាំពីចាប់ដើមបានពី10ថ្ងៃទៅកន្លះខែហ្នឹង ចា គឺចាប់ដើមជំរះគល់វាជំរះក្របវាយកសម្រាមក្របគល់ទៅឬក៏ថាបើដីវារៀងណែនទេយើងយកចបហ្នឹងជ្រុំឲ្យឆ្ងាយពីគល់ហ្នឹងដើម្បីឲ្យដីវាធូរ អឺ បាទហើយបើសិនដូចខ្ញុំហ្នឹងដីវាថ្មខ្លាំងហ្នឹងអត់បានជ្រុំទេគ្រាន់តែជំរះបានលើទេគាត់ដូចខ្ញុំជំរាបខាងដើមអញ្ចឹងដីដែលយើងធ្វើអីមិនកើតហ្នឹងដីថ្មីដីធ្វើអីមិនកើតហ្នឹងគឺដាក់ទៅត្រូវហើយ ដាក់ទៀតហ្នឹងត្រូវហើយ បាទបើសិនតែដីយើងប្រកបអាជីវកម្មដាំសណ្តែកសៀងសណ្តែកពេញសណ្តែកសៀងសណ្តែកពេញសណ្តែកដីហ្នឹងទៅវាយូរវាហឹលទៅដាំវាក្រិនដល់នោះខាងលើនោះ ដាក់លើហ្នឹង បាទក្រិនអញ្ចឹង ចុះឥឡូវហ្នឹងវិធីសាស្ត្រមួយទៀតអាចកំតិចទៀបនឹងចេញដាក់អីផ្សេងបានទេ ហ្នឹងដំណាំតូចវាដាក់បានដោយសារវាថ្ម អូ ពីមុនធ្លាប់ដាំដែរដាំតសក់អញ្ចឹងទៅដាំសណ្តែកប្រេងដាំពោតដែរប៉ុន្តែដីវាប្រើយូរទៅវាស៊ាំសូម្បីថ្នាំសូម្បីតែស្មៅដល់យើងប្រើថ្នាំរហូតទៅវាស៊ាំមិនស៊ាំដល់កណាមិនស៊ាំនឹងនេះទៅស្មៅបាញ់ក៏លេចចង់ងាប់ដែរ អញ្ចឹងបានថាចេះយើងប្រើជីគីមីឬយ៉ាងម៉េចវាជាបញ្ហាមួយនៅពេលដែលយើងដាំដុះយើងអត់បានដឹងក្បួនខ្នាតធ្វើឲ្យខូចដីហិលដីចាស់ថាហិលដីណាហ្នឹងហើយអញ្ចឹងអាហ្នឹងមិនមានវិធីសាស្ត្រឲ្យកែប្រែឡើងវិញទេយើងអាចព្រោះសណ្តែកសៀងចោលយកជីជាតិឬក៏មិន អាហ្នឹងបើសិនជាយើងមិននេះទេមិនដូចថាដីយើងវាច្រើនហើយយើងអាចកាប់អាហ្នឹងចេញយើងអាចបើថាអាចដាំដំណាំអីបានផ្សេងដូចជាសណ្តែកប្រេងបើជាទូទៅដីដែលពិបាកធ្វើគឺគេដាំសណ្តែកប្រេងព្រោះវាង្វើល ចា កន្លះម៉ែត្រអញ្ចឹងទៅឬក៏បើសិនអាចដាំទៅរួចគេដាំដលងអញ្ចឹងទៅដាំទៅវាអស់ជីជាតិប៉ុន្តែវាអាចធូរដីអាមើមដលងវាចាក់ឡើងដកវាធូរដី ចា ហ្នឹងហើយ ឥឡូវយើងងាកមកដំណាំទៀបយើងវិញព្រោះមិញនេះយើងឈានទៅដល់ថាការដាំហើយយើងមើលថែទាំជ្រុំគល់ជ្រុំអីណាហើយចុះចំពោះទឹកយើងធ្វើម៉េចនៅនេះ ទឹកតាមធម្មជាតិ អូ បើសិនអញ្ចឹងក្នុងលក្ខណៈយើងដាំបានពី5ទៅ6ថ្ងៃទៅ10ថ្ងៃហ្នឹងបើអត់មានភ្លៀងសោះអានឹងយើងជីចាំបាច់យើងត្រូវតែស្រោចនេះយើងស្រោចមើលពេលបើសិននេះថ្ងៃយើងអត់បានទេចាប់ស្រោចព្រឹកឬក៏ល្ងាចបើចង់ស្រោចព្រឹកពីព្រឹកខ្លាំងមិនស្រោចបានហើយបើចង់ស្រោចថ្ងៃហ្នឹងទៅតែថ្ងៃល្ងាចតិចម៉ោង4ម៉ោង5អីជៀសវាងវាចំហួលដី អញ្ចឹងហ៎អូបើកាលណាយើងស្រោចពេលថ្ងៃក្តៅវាឈួលដី វាអាចងាប់ តោះតែច្បាស់អញ្ចឹងបានផលណាអញ្ចឹងតាវិញដល់ពេលយើងដាំហើយពេលដែលវាចាប់ដើមចេញផ្កាប្រហែលខែប្រហែលឆ្នាំដល់ចេញផ្កា អាហ្នឹងវាទៅចេញតាមរដូវ មានរដូវទៀត រដូវវាចាប់ពីបេះហើយហ្នឹងអាខែ9ខែ10ហ្នឹងបេះអស់ហើយ ចា បេះអស់ហ្នឹងអាស្លឹកហ្នឹងក្រៀមកពិតអត់មានលាស់ទេដើមមានពងមានស្លឹកខៀវ ចា ដើមមានស្លឹកអញ្ចឹងគឺវាចាប់ដើមឈូសប្រើឈូសលើក្រៀមរហូតដល់ទៅខែ4វាកក់ខែមេដល់វាកក់ខែតំណឹងខ្លាំងទៅវាលាស់ច្រើនទៅលាស់ច្រើនចេញផ្កាមកផ្កាមួយហ្នឹងបើសិនវាមាន1មេមកទៀតមកវាអាចកាន់ផ្លែបានហើយអញ្ចឹងគេហៅថាផ្លែច្រឡក់អាហ្នឹងច្រឡក់ខែ4ខែ5ហ្នឹងវាជ្រុំ1មេ2មេជាប់គ្នាមកអាចមានច្រឡក់ខ្លះហ្នឹងយើងអាចប្រមូលផលបានបដាប្រមូលផលរយៈពេលដូចថាវាចាស់ហើយវាជាក្នុង 4-5 ថ្ងៃវាអស់ច្រឡក់ហ្នឹងហើយអស់ច្រឡក់ហ្នឹងយើងចាប់ដើមសម្រាប់ម្សារភ្លៀងមកអ៊ុលមកទៀតវាចាប់ដើមចេញផ្កាហ្នឹងរដូវហើយបាទ អញ្ចឹងយើងចាប់ប្រមូលពីខែ5ទៅណាទៀតណា ខែ5ហ្នឹងទៀតបាទ ទីខែ5រហូតដល់ពេញទំហឹងគឺខែ8បានប្រហែលជាមួយខែទៀតអស់ណា មួយខែវាយើងយកបដាបដាគាត់ថាដែលខ្លាំងហ្នឹងគឺខ្លាំង
ផាយខ្ទង់នេះផាយខ្ទង់4 5ថ្ងៃនេះចាប់ដើមដល់ច្រើនហើយពីដំបូងមកយើងដូចទីប៉ុន្តែអានតិចហ្នឹងផ្លែល្អផ្លែធំមេ ចា ប៉ុន្តែពេលដល់ច្រើនវាដល់ពួកនេះ ពេលលើក្រោយឡើងបបោពួកអស់ហ្នឹងហ្នឹង បាទលើក្រោយ ហ្នឹងហើយអញ្ចឹងអ្នកមុនបានធំហ្នឹង ធំ ចាអញ្ចឹងនៅក្នុងកំឡុងពេលហ្នឹងបងប្អូនលោកអ្នកត្រូវការទិញទៀតតាក់ទងមក បាទ ចាយើងមានណាមានប៉ុន្តែឥឡូវហ្នឹងពងទៅថាតម្រូវការហ្នឹងមកចេះតែមកយករហូតនេះមកយើងនៅណាខ្លះតែអូនបងលើទូរស័ព្ទរហូត មួយហ្នឹងគឺភាគច្រើនគឺនៅភ្នំពេញនៅខាងគៀនស្វាយដល់ឡែករស័ព្ទឆ្នាំមកមានតែអ្នកគៀនស្វាយទេអ្នកគៀនស្វាយយើងហ្នឹងបាទគៀនស្វាយទៅគេមកតាមហ្នឹងមកតាមនៅលឿងបាទឥឡូវគេលេងមកតាមនៅលឿងគេឆ្លងទលេឆ្លងអីព្រៃពោឆ្លងកោះប្រាក់ឆ្លងកោះរះហើយហ្នឹងគេឆ្លងតាមហ្នឹងមកដោយសារផ្លូវជាលេខ8យើងវាល្អគេលេងទៅតាមនោះវាឆ្ងាយ ត្រូវហើយអូនចាំមើលឥឡូវនេះអត់មានអ្វីដែលជាផលលំបាកសម្រាប់យើងទេបងចង់មកលេងស្រុកអូននេះហ៎បងចង់មកផ្លូវបាន2មិនចឹង2 3បងចង់មកតាមផ្លូវយើងកំពង់ចាមយើងមក ជាលេខ6 ចាផ្លូវជាលេខ6មករហូតតាមស្គុនតាមអីនេះមកក៏បានអញ្ចឹងបងក៏ចាក់តាមយើងប្រៃតម្រាក់ហ្នឹងហើយស្ពានប្រៃតម្រាក់មកនឹងមកពាត់មកខាងនេះខាងអូរាំងឪខាងនេះអូយផ្លូវគេលយណាស់កាត់ស្រកអូនឯងព្រៃវែងបើដឹងថាអូនឯងអ្នកព្រៃវែងហ្នឹងចូលលេងផ្ទះម៉ាក់បាត់ហើយហ្នឹងហើយមិនដឹងដែរថាគេអ្នកកំពង់ចាមនិយាយទៅអ្នកព្រៃវែងអ្នកកំពង់ចាមហ្នឹងបែបចងស្ពានមានមេត្រីគ្នាច្រើនហ្នឹងទៅជាប់សាច់ជើមច្រើនតាមមើល ច្រើន ហ្នឹងហើយដោយសារចិត្តគ្នាចាហើយមួយទៀតបងភ្ញាក់មិនទៅភ្ញាក់ត្រូវថាអ្នកគៀនស្វាយលក់ទៀបតាមប៉ុន្តែអ្នកគៀនស្វាយអត់មានទៀបដើមហ្មង អត់ទេអត់មានទេ គាត់មានដែរមានតាមភូមិ តិចហ្នឹងហើយតិចមានតាមដីភូមិអត់មានតិចការគេចឹងដាំល្មុតដាំស្វាយ ហ្នឹង បាទ ហើយដល់អញ្ចឹងទៅគាត់ចង់មានទៀបយកទៅលក់ដាក់តាមផ្លូវទេសចរឲ្យទៅដំណើរកាត់ហ្នឹងអីចឹងឃើញអ្នកតាណាអីក៏ដោយឃើញចូលទិញទៀបអ្នកពូទួលធានេះអើយហ្នឹងហើយអញ្ចឹងដូចពីដើមមិនចាស់ថាម៉េចដើមនៅស្រែផ្លែនៅពេញ បាទ អើអ្នកគៀនស្វាយគាត់មកផ្នែកហ្នឹងពេញតាឥឡូវពេញហ្នឹងហើយតើណែទេអត់ដឹងចោះចាឥឡូវថ្ងៃហ្នឹងលោកអ្នកបានដឹងត្រួសអំពីបច្ចេកទេសនៅក្នុងការដាំទៀបដែលជាបទពិសោធន៍របស់អែមក៏ដូចជាវិធីសាស្ត្រនៅក្នុងការបន្ទុំទៀបហើយនឹងលក្ខណៈមួយចំនួនទៀតដែលដំណាំទៀបហ្នឹងមានបញ្ហាដូចជាតកៅដូចអីអញ្ចឹងណាហើយអែមបានជឿជូនហើយអ្វីដែលយើងបានជឿជូនគាត់ហ្នឹងគឺគ្រាន់តែជឿជូនពីបទពិសោធន៍របស់យើងដែលធ្លាប់ធ្វើមែនទេអូន បាទ ចាហើយបើទាស់ខុសអីក៏សូមទោសលោកអ្នកផងណា បាទ ហ្នឹងហើយព្រោះអីធម្មតាការយល់ដឹងវាមិនអស់គ្រប់ជ្រុងជ្រោយទេណា មិនដូចគ្នា ហ្នឹងហើយហើយទៅក្រៅពីទៀបទៅអនឯងមានដាំអីទៀត ទៀតនឹងមានចប៉ៃដែរ អូមានចប៉ៃហ្នឹង ប៉ៃនៅក្រោយផ្ទះហ្នឹង អូតែចប៉ៃផុតទៅតាអស់ហើយ ផុតហើយខែនេះអស់ហើយ ហើយមានបានហិចតា ប៉ៃហ្នឹងមកតាមមកចាប់ដៃគ្នានៅហ្នឹងពុកម្ដាយចែកហ្នឹងកន្លះហិកតាទេចប៉ៃ អូកន្លះហិចតា1000 បាទ មួយរដូវ1000 ដុល្លារ បើតម្លៃសប្ងៃហ្នឹងវាអាចលើស លើសទៀតហ៎ បាទ អូយសុំទោសនិយាយខុស អាហ្នឹងដូចក្រុមតារាក៏ផ្លាយគាត់តែនិយាយណាអាហ្នឹងតែមួយម៉ានអាយហ្នឹងតែមួយ5 ដុល្លារហេកុំនិយាយបលើសតែ2000រៀលសោះ ប៉ុន្តែអូនឯងលេងបងវិញបងឯងកុំចេះថាមិនថា1000ទេកន្លះហិកតា2000 បាទ ចាបងមានដឹងអាហាងឆេវាឡើងចុះណាហ្នឹងអញ្ចឹងចប៉ៃក្រៅពីចប៉ៃបងឃើញសដៃដីមិញសម្បើមណាតាមកស៊ូមានអត់ អត់ឈប់ធ្វើខ្ញុំចាប់ពីដើមពីជើងដីនឹងបានមកគឺខ្ញុំឈប់ធ្វើហ្នឹងហ្មង អូអញ្ចឹងដីនេះយើងបានជាវនេះហ៎ ជាវហើយ ជាវដោយខ្លួនឯងហ៎ ជាដោយខ្លួនឯង អូមិនកែមរតកពីឪពុកម្ដាយអត់ទេ អត់ទេ អីឪពុកម្ដាយលោកនៅមានជីវិតឡើយដែរ នៅ អូ ទាំងអស់ សំទោសអញ្ចឹងបានន័យថាគាត់នៅអញ្ចឹងបានន័យថានេះមិនមែនជាកែមរតកទេបានន័យថាបើអូនទៀតថាបើគាត់ឲ្យគេទៅជាអំណោយជាអីទៅវិញហ្នឹងហើយឥឡូវនេះយើងមុននឹងយើងបន្តបង្ហាញជូនទស្សនវិជ្ជានៅក្នុងចការទៀតនឹងទៀតបងចង់សួរចំណុចមួយទៀតដោយបងបានជួបជាមួយនឹងអ្នកឯកទេសមួយចំនួនណាគាត់ថារណាំអីក៏ដោយចង់ឲ្យវាកុំឲ្យវាខ្ពស់ពិបាកបេះគេត្រូវតាក់តែងម៉ែគេត្រូវទាញដើមកាត់ដើមហ្មងព្រោះចុះអនឯងមានគិតរឿងហ្នឹងអត់ អាហ្នឹងដីយើងហ្នឹងវាអត់អាចធ្វើចឹងបានទេបើឡែកដីក្រហមគឺគេធ្វើអញ្ចឹងគឺដីវាធូរវារូតលាស់លឿន អញ្ចឹង អញ្ចឹងវាអត់ទៅមានម៉េចអញ្ចឹងគេវត្តគេហៅយើងធម្មតាគេហៅកាត់ត្រួយវត្តត្រួយឲ្យដើមវាគេតែបើឡែកដីយើងនេះវាយ៉ាប់មកការលូតលាស់ផងយើងទៅវត្តមិនទៀត អូមានន័យថាកាលណាវាដោះវាយឺនអញ្ចឹងហ៎ដល់យឺនអញ្ចឹងបាច់កាត់បាច់អីហ៎ បាច់កាត់ទេ ចុះពេលអូនប្រមូលផលហើយនោះអូនមិនគិតថាយើងតាក់តែងមេឃឲ្យវាផ្លែចេញទៀតយើងមិនបាច់គិតអាហ្នឹងទេហ៎ អត់ដែរគិតផងប៉ុន្តែខាងកសកម្មគេប្រាប់ដែរគេថាកាត់អាមេឃចាស់ចេញទៅវាលាស់មេឃថ្មីមកវាផ្លែធំប៉ុន្តែយើងអត់បានធ្វើរឿងហ្នឹងអត់ដែរបានធ្វើទេ រវល់ពេកអីហ៎
អត់ថាអត់មានចំណូលចិត្តធ្វើហ្មងនិយាយទៅយើងអត់ធ្វើអត់បានគិតរឿងហ្នឹង តែឥឡូវចេះអូនឯងអ្វីដែលគាត់ប្រាប់ហើយបាននេះគាត់មានជំនាញហ្នឹងហើយអូនសាក់លបងប្រហែលជាថា300ដើមឯងចោលសាក់លោមើលដើម្បីយើងពិសោធន៍បើសិនជាយើងអញ្ចឹងទៅបានផលល្អចឹងមិនវាជារឿងមួយពិសេសដែរមិនអញ្ចឹងហ៎រឿងហ្នឹងវាយើងដឹងដែរប៉ុន្តែវាផ្លែតិច អូកាលណាធ្វើទៅផ្លែធំតែវាតិចផ្លែតិចទេ បើអញ្ចឹងអែមចង់បានផ្លែច្រើន ចង់បានច្រើន កូនបានហើយកូន 3 អូនៅក្មេងសោះ3ហើយចង់បានជាតំណាំចង់បានផ្លែច្រើនកូនក៏ចង់បានច្រើនដែរខុសពីបងចង់បានតិចតែឲ្យអាធំអាវឿនលោបសើចមកគេអៀនគេហ្នឹងអានេះបងឃើញដើមនេះល្អដល់ហើយអូនអើយចាហើយថ្ងៃហ្នឹងលេងសើចតិចចុះហើយអ្នកកំងទៀបហ្នឹងរងចាំចាហើយបើសិនជាលោកអ្នកត្រូវការទៀបព្រោះថានៅសល់មួយខែទៀតអត់ទេរឿងទៀបណាចាត្រូវការឲ្យកំងមុនហើយក៏បានដែរមែនទេតាក់ទងទូរស័ព្ទអែមបាទលេខទូរស័ព្ទមាន092 86 40 គុត 24 ចាតាក់ទងនេះទៅវឹងដូចមិនណាពូសឿនគាត់ថាចាក្មួយអើយចាំពូជូនមកចការទៀបអែមហើយបងថាពូកុំភ័យខ្ញុំធានាឲ្យដល់ពូប្រាប់ប្លង់មកខ្ញុំទៅរកពួកអីអត់ចង់រំខានពូសឿនគាត់អាចារ្យវត្តផងណាហើយការងារគាត់ច្រើនផងគាត់ថាក្មួយពូចេះតែបារម្ភឯនេះហើយខ្ញុំចេះឆ្ងល់បារម្ភមើលអីគាត់ខ្លាចបងវិញផ្លូវតាមពិតមែនហ្នឹងវិញមកជុំចការកែស៊ូនោះវាដូចគ្នាអត់ដឹងមិនហីបងប្អូនយើងធ្លាប់ដឹងហីណាចការកែស៊ូតែចូលទៅវែងហើយបងប្រាប់ក្រុមការងារថាឃើញហ៎ដល់យើងមើលឃើញប្លង់តែមួយហ្នឹងខ្ញុំប្រាប់ថាវែងមែនឥឡូវតាក់តងរកអែមទៅរកពូសឿនទៅជួយគ្នាដល់ទៅពេលហើយបានឃើញអូននៅចាំផ្លូវបើកុំនេះអីវឹកហ្នឹងហើយមួយទៀតបងភ្លេចមកពីបងនឹងឆោតបងឃើញស្រុកយើងដាំពោតច្រើនតាទិញតែពោត3គីឡូមកអាប្រលេះគ្រាប់ហើយហ្នឹងហួយតាមផ្លូវរហូតលេងវែងនិយាយលេងឯការសម័យបុព្វកាលគេធ្វើអញ្ចឹងតែឥឡូវអត់ទេសម័យគេទំនើបឯងតាក់តងទូរស័ព្ទទៅមិនអញ្ចឹងហ៎ហ្នឹងហើយតោះឥឡូវយើងប្រមូលផលបន្តទៀតឈ្មោះចាំងឿងហ្នឹងអាវ៉នអើយវ៉នអូនបែរអាដាមខ្ពស់នេះទៅអើយអូនបែរហ្នឹងមកអូនអាហ្នឹងខ្ពស់ណាស់អូនណាបើថាបាក់ពេកកាប់ដើមទៅហើយមានទៀតដែរអូនដើមហ្នឹងមានទៀតដែរវ៉នណៃមើលទៀតមើលនាងទៀបគឺជាឈ្មោះឈើដំណាំពួកម៉ាក់បាតមួយប្រភេទស្ថិតក្នុងគ្រួសារ Anonaceae នៃអំបូរ Annona ដែលមានឈ្មោះឡាតាំងគឺ Annona squamosalium និងឈ្មោះជាភាសាអង់គ្លេសគឺ Sweetsoft, Sugar Apple ឬក៏ Custard Apple ដំណាំទៀបនេះមានប្រភពកំណើតនៅឥណ្ឌាភាគខាងលិចអាមេរិកក្តៅនិងតំបន់ក្តៅជាច្រើនទៀតនៃពិភពលោកទៀបមានដើមកម្ពស់ពី3ទៅ6ម៉ែត្រមានសម្បកស្ដើងពណ៌ប្រផេះស្លឹកទៀបមានពណ៌ខៀវចាស់ជាស្លឹកដុះឆ្លាស់តងរាងទ្រវែងទាលសងខាងឬរាងដូចផ្លែលំពែងឬផ្លែលំពែងទ្រវែងស្រួចឬទាលចុងមានប្រវែងពី8ទៅ15សង់ទីម៉ែត្រនិងទទឹងពី2ទៅ5សង់ទីម៉ែត្រឯតងស្លឹកមានប្រវែងពី1ទៅ 1.5 សង់ទីម៉ែត្រផ្កាទៀបគឺជាផ្កាទោលឬជាគូមានពណ៌បៃតងភាវចេញពីគល់ស្លឹកខ្ចីប្រវែងប្រហែល 2.5 សង់ទីម៉ែត្រផ្លែទៀបមានរាងដូចស៊ុតមានសម្បកផ្លែក្រឡាគ្រើមមានអង្កត់ផ្ចិតប្រហែលពី5ទៅ10សង់ទីម៉ែត្រមានពណ៌ទឹកដោះគោខាប់ពេលទុំសាច់ផ្លែពណ៌សសម្បូរទៅដោយទឹកដមនិងឲ្យជារសឆ្ងាញ់ពិសាតាមការសិក្សាស្រាវជ្រាវពីក្រុមវិទ្យាសាស្ត្រល្បីៗជាច្រើននៅលើពិភពលោកបានឲ្យដឹងថានៅក្នុងផ្លែទៀបទុំស្រស់100ក្រាមមានផ្ទុកថាមពល93កាឡូរីប្រូតេអ៊ីន 1.3 ក្រាមជាតិដែក 0.9 មីលីក្រាមកាបូនអ៊ីដ្រាត 23.7 ក្រាមកាល់ស្យូម41មីលីក្រាមវីតាមីន C 43មីលីក្រាមរួមផ្សំនឹងសារធាតុសំខាន់ជាច្រើនមុខទៀតដោយសារតែដំណាំទៀបសម្បូរទៅដោយសារធាតុសំខាន់ជាច្រើនដូចនេះហើយក្រៅពីយកទៅទទួលទានជាបង្អែមផ្លែឈើលៀងមាត់ប្រកបទៅដោយទឹកដមនិងរសឆ្ងាញ់ពិសាវានៅផ្ដល់គុណតម្លៃជាឱសថសម្រាប់កែរូបផ្សេងដូចជាបាដំណើរផ្សេងអាការៈរលាកសន្លាក់រលាកហើមជាថ្នាំពៅកម្លាំងនិងជួយបង្កើនថាមពលផ្លូវភេទជួយព្យាបាលរងាប់ជំងឺរាគនិងអាចប្រើស្លឹកកក់សក់សម្រាប់បំបត្តិអង្គែយ៉ាងគាប់ប្រសើរផងដែរ
ចាឥឡូវនេះយើងនឹងបន្តសកម្មភាពប្រមូលផលទៀតតើអូនតោះអូបានយើងចាប់ដើមនាំគ្នាធ្វើបាបអែមមានកម្លាំងអែមយូរអញ្ចឹងទៅហើយយើងកុំឲ្យយកទៅដាក់តែយកទៅដាក់រករឿងអែមបងណាថ្ងៃហ្នឹងយើងធ្វើបាបអែមបន្តិចមកខ្លាំងអីខ្លួនឯងជើងជាស្មារឹងចាអាបងណៃកុំជួយបងណាតោះមកអូនមកទៅមុខទៀតអូណែនេះគេមានផ្លូវគេចាខាងនេះយើងដាំសកលគ្នាដែរអែមកគ្នាអូអានេះដូចជាដីយើងយ៉ាប់បន្តិចហ៎យើងដាក់ថ្នាក់ទឹកដាក់ទឹកហ៎ដាក់លើទួលហើយយើងថ្នាក់ឡើងថ្នាក់យើងអន់អញ្ចឹងហ៎បាទអូសម្បើមនេះម្លាំងណាអូអូនឯងដាក់មកអានេះតាមមកយប់ពីយប់ទុំហ៎ពីយប់តាមយប់ទុំខ្លះចាតោះយើងដាក់ម្ដុំអូយពីឡាំងត្មងនេះហើយឥឡូវហ្នឹងបងលឺសថាគិតគីឡូនោះយើងមិនទៅជួយជួលលោកអ្នកផ្លូនតាមួយគីឡូគេគិតមិននេះគីឡូឥឡូវរៀងបានថ្លៃគូសំអញ្ចឹងហ៎ពីដែលឡាយរាល់ឆ្នាំមកបានតែចន្លោះទេ3000ជាងណាចាដល់ឥឡូវរដូវហ្នឹងបាន3000ជាងដែរអញ្ចឹងបាទរៀងថ្លៃគូសំដោយសារដំណាំហ្នឹងគឺគេដាំដីដូចខ្ញុំជំរាបជួខាងដើមហ្នឹងដីវារៀងអន់ណាដាំយូរទៅដល់ពេលងាប់ទៅជួសអញ្ចឹងទៅដល់តែប្រមូលផល3ឆ្នាំហ្នឹងផ្លែ1 2មកងាប់ទៅវិញអញ្ចឹងបានក៏បដូរចិត្តដាក់ចំបៃហ្នឹងដល់អញ្ចឹងតិចគេបដូរចិត្តតែបដូរចិត្តវានៅយើងនេះបបមកព្រោះចឹងប៉ុណ្ណេះអូន1គីឡូបានប៉ុន្មានអាហ្នឹងជាទូទៅ4 1គីឡូបាទហើយ1គីឡូយើងវាយជាមធ្យម3500ទៅ4000ណាបើយើងលក់បោះម៉ួយចាប់ឆាយលក់សរុបបងសរុបទាំងអស់ទាំងតូចទាំងធំឲ្យទីចាស់ហ្នឹង3200អីហ្នឹងចាំងទៀបហ្នឹងហើយប៉ុន្តែបើសិនជាយើងលក់ចាប់ទៅធំអញ្ចឹងសម្រាប់អ្នកអំពេញអីឆ្ងាយយើងទៅគាត់មកទិញហ្នឹងយើងលក់5ទៅ6000អញ្ចឹងហ៎បាទធំយើងរើសដាច់មកចាប់ទៅធំដាច់មក5ទៅ6000បើអញ្ចឹងមួយអាចទៅ1000ទៅ1500ហ្នឹងណាបើសិនគេលក់រាយណាចាចុះអូនអានេះចាស់ហ៎អាបងចាស់ហ៎ណាហ៎នោះអាគល់ម៉ៃចឹងនេះអូននេះនោះអាចបានមួយហ្នឹងអូយតែចាស់មែនតើទៅកាន់ទៅស្អិតទៅនោះគាត់សកាត់បាក់មកអញ្ចឹងបាក់ទាអញ្ចឹងអាហ្នឹងវារៀងស្ទើបានវានៅនេះរៀងស្ទើបន្តិចបាទចាស់ហើយប៉ុណ្ណឹងចាស់បងថាវានៅនេះបងប៉ុន្តែទៀបតែកាលណាវាទុំទៅរៀងស្រាលអូនស្រាលហ្នឹងហើយទៀបកាលណាវាយើងចង់ដឹងថាទៀបហ្នឹងវាចាស់ល្អមិនល្អយើងចង់ដឹងបេះទៀបប៉ុណ្្នេះដាក់ឡើងជាមួយគ្នាប៉ុណ្្នេះឡើងមួយគ្នាបើដឹងទៅចាស់ឬក៏ខ្ចីអាមួយរៀងស្ទើអាមួយរៀងចាស់ជាងល្អអាចាស់ហ្នឹងស្រាលជាងបន្តិចបាទឲ្យទៅទុំរៀងស្រាលជាងតិចទៀតដល់ពេលទុំកាន់ស្រាលទៀតអាហ្នឹងវាមិនហ៎វាស្ងួតបាទនេះអូនមិញគេយកមកកញ្ឆេមកកន្ត្រកក្រោយយើងនេះគូចុះនេះវាយ៉ាងម៉េចអូនអាហ្នឹងដើមវាមានជំងឺដោយសារអាជាតិអាស៊ីតភ្លៀងវាមានជាតិអាស៊ីតមកដើមវាលាស់មកវាអត់ចេញលកើតទេអញ្ចឹងអាតាមតើងលឹកដែលប្រងចេញស្លឹកបែកខ្នែងមកហ្នឹងគឺពោកដល់វាការផ្លែមកវាទៅជាអាលៀកមកខាងហ្នឹងហើយអញ្ចឹងរីកយ៉ាងណាល្អប៉ុណ្ណាក៏អត់បាត់ដែរសាឡាហ្នឹងហើយចុះទុំទៅពេលយើងយកញ៉ាំទៅខាងហ្នឹងឡើងអត់ធម្មតាដូចជាសត្វទុំដូចគ្នាយ៉ាងដែរសត្វទុំយ៉ាងដូចគ្នាយ៉ាងដែរគាត់បោកមកស្អាតហ្មងគាត់ថាយើងវាសវល់វាអត់គួរឲ្យមើលវាគួរទទួលទានអញ្ចឹងទេហ្នឹងហ៎ចាបាត់សោភ័ណភាពណាចាតោះអញ្ចឹងអូនរៀបចំទៅឲ្យម៉ួយទៅហ្នឹងហើយអូបងលើសអាវ៉នគេនិយាយមិនថានៅក្រោយនោះមានដាំបន្តហ៎បាទដាំបន្តអញ្ចឹងហ៎អញ្ចឹងបងមើលយើងទៅមើលកន្លែងនោះតិចទៅបងសុំរំខានតិចទៀតណាចាអញ្ចឹងសូមលោកអ្នកតាមដានទស្សនាបន្តឈៀងទៅមើលចការដាំថ្មីតិចមើលហ្នឹងហើយតោះគាត់បាននេះចាប់ដៃគ្នាប្តីប្រពន្ធមកចេះសំបានទិញដីទិញអីណាហ្នឹងហើយអញ្ចឹងល្អអូននាំគ្នាខំប្រឹងប្រែងទៅតែប្រឹងបានហ្នឹងមែនទេអែមណោះបាទព្យាយាមតស៊ូចាព្យាយាមតស៊ូគង់តែបានសម្រេចទេមែនទេហ្នឹងហើយល្អអូនជាគំរូឲ្យយុវជនឲ្យគេបានដឹងថាការខិតខំប្រឹងប្រែងនឹងទទួលបានជោគជ័យប៉ុន្តែប្រឹងប្រែងទៅលើអំពើល្អណាអូនណាបាទខាងក្រោយនេះយើងដាក់ដើមទៅតែអូនណាបាទដើមហើយអូយើងចាញ់ម្ដងនេះលហើយល្វឹងណាអូនណាចានោះស្អីចន្ទទីអីអូនចន្ទទីអានោះចន្ទទីធំនេះចំបៃបើយើងធម្មតាចន្ទទីអានេះគឺស៊ូគេទំដាក់ក្នុងប្រឡងអូនេះកូនទៀបយើងនេះហ៎អូលហើយស្រួលឡើងមកអាវ៉ននេះអែមឲ្យមកដើមបន្តិចមកអូនទូនេះស្ដាយអីអូនដាច់សៀងអាហ្នឹងដាច់សៀងតែនេះយើងដាំយើងនេះស្លឹករៀងក្រហមបន្តិចណាចាវាអត់តន់ទទួលនេះគេដាក់បកគោផង
អាហ្នឹងវាគាត់ទទួលសំណើមពីខាងក្រៅប៉ុន្តែជីជាតិវានៅបើកដាក់ដីក្រហមនឹងកតោងនឹងដែរទេតើរយៈពេលវាចាប់ដើមពី3ទៅ4ខែបានវាចេញរឹសមកក្រៅវាទទួលជីជាតិដីហ្នឹងអញ្ចឹងមកដើមហ្នឹងវាឆ្លោះឡើងអូនទិញបន្ថែមបានប្រមាណទៀតនេះបានកន្លះហិចទៀតទេអូនកន្លះហិចតាទៀតទេមហាត់ណាទៅដល់ដើមកោនោះបាទអស់1000កូនជាងហ្នឹងជាងមហាត់នេះបានអស់ជាង1000ណាជាង1000អូល្អហើយអញ្ចឹងហើយអញ្ចឹងអនឡាញដាំលាយនៅអញ្ចឹងសិនទៅព្រោះទៀបយើងនៅតូចហ្នឹងជៀសវាងកុំឲ្យវ៉ជៀសវាងឲ្យវ៉យើងដាំសំណាំតូចយើងជំរះដល់ជំរះស្អាតទៅវ៉វាអត់មានបៀតបៀននេះបានទេអូហើយដល់ពេលទៅអាដំណាំតូចទទួលផលទៅយើងយកដើមយកអាកន្តិចស្លឹកវាហ្នឹងយកមកហុំតាមគល់នេះដើម្បីឲ្យវារលួយទៅយើងអាចទទួលជីជាតិបានខនបានណាហ្នឹងហើយខំប្រឹងទៅអូនបងសុំសរសើរនេះយុវជនណាហ្នឹងហើយចាប់ដៃគ្នាពីអ្នកប្តីប្រពន្ធយើងរកទៅបានលុយទិញដីផងចំកូនផងមកសរុបទាំងអស់បាន1ហិកតានេះកម្មសិទ្ធិតខ្លួនកម្ម3ហិកតាជាងអាយ៉ានៅស្រុកនេះតែ3ហិកតាហើយសើមានសង្គមហ្នឹងតើអូនទៅយើងចូលទៅចការទៀតយើងវិញដើម្បីយកផ្លែទៀតទៅឲ្យម៉ួយផងមកនេះហ្នឹងហើយអរគុណណាមកអូនមកហ្នឹងអែមមកអូនមកចាគេហៅប្តីប្រពន្ធគេតំណងអែមអើយបេះទៀបអែមចាឥឡូវនេះយើងដើរចូលទៅក្នុងចំការទៀបធំវិញណានេះចំការទៀបតូចលាយជាមួយសណ្ដែកហ្នឹងហើយបងប្អូនទស្សនិកជនបានឃើញថ្ងៃនេះគឺថាយើងបង្ហាញជូនបានច្រើនណាហើយគាត់បាននាំគ្នាផឹងផែងតើអូនបងប្អូននៅក្មេងចេះខំតស៊ូទៅហ្នឹងហើយរាល់ថ្ងៃនេះយើងបេះទៀបហ្នឹងយើងបេះខ្លួនឯងហើយយើងជួលកម្មករខ្លះឲ្យអែមជួលកម្មករជួល2ទៅ3នាក់ពី3នាក់ណាបាទយើងប្រមូលថ្ងៃហ្នឹងទៅពី1ថ្ងៃបេះម្ដងទៀតណាអត់ទេបេះខានមួយថ្ងៃបើសិនជាវាចាស់ស្រូវដូចខ្ញុំជម្រាបអញ្ចឹងមួយខាងបើសិននេះ6ទៅ7ទៅ10ថ្ងៃទៀតហ្នឹងវាដល់ច្រើនបេះអត់ខានទេគាត់ថាបេះខាងហ្នឹងថ្ងៃហ្នឹងបេះខាងហ្នឹងតែបេះខាងនោះបេះខាងនោះបាទយើងដាក់បេះចល័តទៅណាបេះចល័តអត់អាចខានបានទេដល់ពេលវាដល់អាទូចនេះគឺដល់ស្រូវដល់ហ្នឹងអញ្ចឹងបាទហើយបងប្អូនអ្នកដើរបេះទៀបហ្នឹងគឺគាត់សិតជំនាញច្បាស់ហើយគាត់ដឹងថាទៀបចាស់ទៀបខ្ចីដែរអត់ច្រឡំទេបេះដំបងក៏អត់ដឹងដែរអញ្ចឹងបាទដំបងច្រឡំដែរច្រឡំដែរដល់ពេលគាត់បេះមួយថ្ងៃ2ថ្ងៃទៅគាត់ដឹងហើយបើសិនតែយើងបេះស្ទើវាអត់ងាយបាក់ឯងការថាកាន់ហ្នឹងទៅទាញអញ្ចឹងទាញយឺតទៅយឺតមកអញ្ចឹងទាញមកចាបាទទាញទៅដល់ទៅវាចាស់ដល់ទៅវាចាស់យើងគាត់ទៅកាន់សកត់បន្តិចផុសហ្មងទៅបាទកាន់ចាស់មែនតើស្អិតដែរចាហើយឯងអត់សាក់លបងដាំមានបៃលិនអីអត់ឥឡូវគេកម្រងដល់ច្រើនគឺគេដាំម្រេចឥឡូវអញ្ចឹងប៉ិនម្រេចអស់ទុនច្រើនកន្លះហត្តាអីបើសិនជាយើងទូទាត់ទៅលើពូជលើដើមលើអីហ្នឹងអស់10000នោះទៅយកទឹកតាំងពីជីតាំងពីចលួងតាំងពីពូជតាំងពីអាធៀងដូងឃុំចឡើងណាចាតែអញ្ចឹងគេពេញនិយមគេពេញនិយមហ្នឹងអត់ទេឲ្យតែគេពេញនិយមគេផ្លេចខ្លួនអនឡាញលេងទៅទៀបហ្នឹងទៅដូចឆ្នាំហ្នឹងគេបុកឲ្យចំបៃខ្លាំងអនឡាញបានទៀបតែហ្មងចាតើអូនចាត់ចែងការងារតាមទម្លាប់របស់ឯងពីអ្នកប្តីប្រពន្ធហ្នឹងទៅធ្វើណាអូនចាយកលម្អមកអូសយកទៅលើអញ្ចឹងហ៎បាទតោះលម្អនៅលើទៅលើយកលម្អមកចាអញ្ចឹងសូមលោកអ្នកនាងតាមដានទស្សនាបន្តសេដ្ឋកិច្ចទីផ្សារហងលឿនគ្រប់គ្រាន់ជីវភាពប្រជាជនប្រសើររាល់ឆ្នាំគ្រាន់តែឃុំជប់15មួយភូមិបន្ទាប់ពីធ្វើការប្រមូលផលផ្លែទៀបដែលពេញចំណាស់ដាក់ចូលទៅក្នុងឡាំងស្នោគ្រប់ចំនួនរួចហើយគេក៏នាំគ្នាធ្វើការរៀបចំគ្របឡាំងទាំងនោះចងឲ្យជាប់គុតមុតល្អតមកក៏នាំគ្នាលើកដាក់ចូលទៅលើរ៉ឺម៉កម៉ូតូដើម្បីនាំទៅកាន់ឯភូមិវិញមានភូមិ11ថ្មពេជ្រ15ខុំក៏20កត់ខុំលងៀងប៉ុនរត់9ភូមិស្ទួយណា9ភូមិស្ទួយឥឡូវនេះកសិករស៊ីវនរួមនឹងអ្នកភូមិក៏នាំគ្នាជ្រើសរើសផ្លែទៀបទៅតាមលំដាប់ដើម្បីដាក់លក់ដល់អតិថិជនទាំងអ្នកជាវដុំនិងរាយយ៉ាងញាប់ដៃដូច្នេះប្រសិនបើយើងគិតពីពេលនេះនៅក្នុងអំឡុងពេលប្រហែលជាង1ខែទៀតផលផ្លែទៀបត្រូវផុតរដូវហើយបើដូចនេះប្រសិនបើលោកអ្នកបានធ្វើដំណើរឆ្លងកាត់ភូមិទួលទ្រាទួលសម្បូរសូមកុំភ្លេចចូលភ្លក់និងជួយជាវផ្លែទៀបរបស់អ្នកភូមិកំដរដៃផ្ញើជូនញាតិមិត្តបងប្អូនបានទទួលទានជាចំណីកំដរមាត់ឬជាបង្អែមក្រោយពេលទទួលទានអាហារនោះពិតជាមានឲ្យជារសជាក់ជាមិនខានឡើយកំត្រសម្ដេចតេជោហ៊ុនសែនត្បូង